សួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ channel ខ្ញុំខ្លាំងម្ដងទៀតថ្ងៃនេះដែរគឺយើងត្រឡប់មកជួបគ្នាម្ដងទៀតហើយមកកាន់សាច់រឿងថ្មីសាច់រឿងខ្លីៗអញ្ចឹងណាអញ្ចឹងខានជួបគ្នា 3-4 ថ្ងៃហើយដោយសារតែខ្ញុំរវល់អញ្ចឹងបើសិនជាខ្ញុំមកចេញរឿងគឺមានតែ2ទេបងប្អូនទី1គឺរវល់ហើយទី2ហ្នឹងគឺអត់ស្រួលខ្លួនគាត់ថាអានេះមិនអត់ស្រួលខ្លួនទេគឺរវល់ដោយសារតែយើងការងារយើងប្រហើយយើងគិតថាត្រឹមថ្ងៃ31ថ្ងៃ1យើងត្រឡប់មកធ្វើការវិញប៉ុន្តែចុងក្រោយយើងលេតការងាររហូតដល់ថ្ងៃ4ថ្ងៃ5អញ្ចឹងទៅគឺយើងមកហ្នឹងគឺយើងបតន់បើឲ្យការងារគេអញ្ចឹងគឺយើងអត់បាននេះណាយើងអត់បានមានពេលសម្រាប់ record ទេហើយក៏សូមចិត្តបងប្អូនដែលអត់ទាន់ឃើញសាច់រឿងគឺគុំតន់ឆាតមកថាឲ្យខ្ញុំឬក៏អីទេមានបងប្អូនយើងឆាតមកថាមិនឲ្យសាច់រឿងមិនក៏មិនចេញអីចឹងទៅហើយបើឆាតមកហ្នឹងក៏គួរតែមានពាក្យគួរសមដែរបងប្អូនព្រោះមានបងប្អូនយើងខ្លះដែលលោកនិយាយទៅមានមួយចំនួនតូចទេដែលលោកឆាតមកមានពាក្យសមរម្យណាបងប្អូនយើងដែលលោកចង់ដឹងសាច់រឿងរបស់គាត់ច្រើនឆាតមកបងអូនឬក៏បងសាច់រឿងរបស់ខ្ញុំថ្ងៃណាបានចេញអីចឹងណានិយាយទៅមិនទៅជាមនុស្សប្រកាន់ច្រើនទេបងប្អូនប៉ុន្តែក៏ចេះឆ្ងល់ថាវប្បធម៌សិលធម៌បែបការគោរពគ្នារបស់ខ្មែរយើងវាទៅណាបានជាយើងនឹងមិនយកមកប្រើសូម្បីតែខ្ញុំបន្ទាល់ផងឆាតទៅទិញអីវ៉ាន់របស់គេហ្នឹងក៏ខ្ញុំមានពាក្យថាសួស្ដីឬក៏ជំរាបសួរបងអីវ៉ាន់នេះកន្លែងមិនអីចឹងណានិយាយទៅគឺយើងព្យាយាមផ្សព្វផ្សាយនៅសិលធម៌ជីវធម៌ដែលអីជាខ្មែររបស់យើងហ្នឹងអញ្ចឹងបងប្អូនបើសិនជាសាច់រឿងវិញបើអត់តឃើញខ្ញុំនិយាយទេមានអាចមាន3សាច់អាចមាន3ទី1អាចនឹងសាច់រឿងវានៅច្រើនដែលខ្ញុំអត់តដល់វេនរបស់បងប្អូនទី2អាចថាសាច់រឿងអត់តំណងខ្ញុំអត់យកមកនិយាយដែរពេលខ្លះអាចថាសាច់រឿងហ្នឹងវាលើសខ្លាំងពេកអញ្ចឹងទៅខ្ញុំអត់យកមកនិយាយដែរទី3គឺថាអាចតែខ្ញុំស្ដាប់អត់បានបងប្អូនខ្លះគាត់ voice មកគឺសំឡេងគឺខ្សោយមែនតើខ្ញុំផ្ទៀងទៅជាស្ដាប់ហើយខ្ញុំ download ហើយខ្ញុំ download voice នឹងចេញមកខ្ញុំយកទៅដាក់នៅក្នុងកម្មវិធីប្រឡើងសលេងហើយគាត់នៅតែស្ដាប់អត់បានពេលខ្លះគាត់និយាយមកអត់នេះណាអញ្ចឹងគឺអធិស្ឋានមែនតើអញ្ចឹងថ្ងៃនេះដែរគឺសាច់រឿងទី1គឺជាសាច់រឿងរបស់បងប្រុសម្នាក់ដែលឈ្មោះរបស់គាត់ហ្នឹងគឺឈ្មោះថាបងធឿនគឺគាត់និយាយសាច់រឿងរបស់លោកពូរបស់គាត់ដែលពូរបស់គាត់ហ្នឹងគឺមានឈ្មោះថាពូថាសាច់រឿងនេះដែរគឺកើតឡើងនៅក្នុងខេត្តព្រៃវែងនៅក្នុងឆ្នាំ2010បងធឿនគាត់និយាយថាពូថាគឺដូចថាគាត់ជាកូនពៅនៅក្នុងគ្រួសាររបស់លោកតាលោកយាយរបស់បងធឿនហ្នឹងពូថាគឺជាកូនពៅអញ្ចឹងគឺតែត្រូវបានឪពុកម្ដាយស្រឡាញ់ហើយជាពិសេសគឺពូថាគាត់គឺជាកូនដូចថាជាកូនប្រុសតែមួយអញ្ចឹងនៅក្នុងក្រុមគ្រួសារហ្នឹងខាងនិយាយយូររៀងជាប់មាត់អញ្ចឹងនៅពេលដែលជាកូនតូលជាកូនប្រុសតែមួយនៅក្នុងគ្រួសារជាកូនពៅទៅគឺឪពុកម្ដាយស្រឡាញ់មែនតើអញ្ចឹងភាគច្រើនគឺទម្រើសពូថាហ្នឹងគឺគាត់ច្រើនទៅដើរលេងកាលពីកន្លះហ្នឹងគាត់ច្រើនទៅដូចថាទៅវត្តទៅអីចឹងទៅលេងលបែងលេងអីចឹងទៅពេលមានកម្មវិធីបុណ្យអីចឹងគាត់ទៅចាក់អប៉ោងចាក់អីចឹងណាប៉ុន្តែឥឡូវតាមវត្តហើយលុបបំបត្តិហើយមែនទេបងប្អូនពីមុនមានចាក់ខ្លះខ្លោខ្លះអីហ្នឹងចង់ចាប់មកអញ្ចឹងរហូតដល់ពេលដែលពូថាគាត់មានអាយុ18ឆ្នាំពេលហ្នឹងគាត់បានជាប់ចិត្តស្រឡាញ់នារីម្នាក់ដែលរស់នៅក្នុងភូមិក្បែរគ្នានឹងដែរដោយមនុស្សស្រីម្នាក់នឹងពូថាហ្នឹងគឺបានស្គាល់គ្នានៅវត្តហើយស្គាល់គ្នាដោយសារតែទៅលេងលបែងជាមួយនឹងគ្នានឹងឯងចាក់អប៉ោងចាក់ខ្លះឃ្លោកអញ្ចឹងទៅពូថាគេមើលទៅអូមិននេះចំណាប់បាញ់មេអប៉ោងចំណាប់ក្លុកខ្លះឃ្លោកអាតំណងក៏ស្ម័គ្រចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នាដោយតែពាក្យខ្មែរគេនិយាយថានាងរត់រោអ្នកឆ្នាំងណាគ្រប់នឹងអីចឹងណាបងប្អូនអញ្ចឹងទៅក៏មិនដែរឪពុកនោះហេតុតែស្រឡាញ់កូនខ្លាំងបើទោះបីជាដឹងថាខាងស្រីនឹងជាមនុស្សដែលជំនាញខាងលបែងខាងអីក៏ពិតមែនប៉ុន្តែហេតុតែកូនស្រឡាញ់ហើយបងប្អូនហើយគឺយើងត្រូវតែតម្រូវចិត្តកូនពីព្រោះដូចខ្ញុំនិយាយចឹងជាកូនពៅជាកូនប្រុសតែមួយទៀតអញ្ចឹងក៏រៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នាហើយបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ហើយម្ដាយឪពុកនឹងក៏បានចែកដីចែកអីគឺច្រើនមែនតែនទៅកាន់ពូថានឹងមានដីមានគោមានពេជាដើមចឹងទៅអញ្ចឹងក៏ពូថានឹងប្រពន្ធបងប្អូនអត់មានរោស៊ីទេគឺគាត់ចាប់ដៃគ្នាបើកនៅ business តូចមួយគឺដើរក្លុកខ្លះឃ្លោកហើយនឹងបាញ់អាប៉ោងពេលរដូវគាត់ត្រូវធ្វើជាមេប៉ក់គាត់ធ្វើមេប៉ក់អញ្ចឹងណាគេរដូវធ្វើស្រែប្រាំងគេធ្វើស្រែប្រាំងរដូវធ្វើស្រែវស្សាគេធ្វើស្រែវស្សារដូវធ្វើចំការគេធ្វើចំការខុសទោះអីតែគ្រូសាពូថាខ្ញុំអត់ទាន់បានដាក់ឈ្មោះប្រពន្ធគាត់ទេបងប្អូនដោយសារតែប្រពន្ធគាត់នៅរស់ដល់សប្តាហ៍ថ្ងៃអញ្ចឹងខ្ញុំសុំដាក់ឈ្មោះថាមីងសំទៅចុះចំណែកឯគ្រូសាមីងសំនឹងពូថាគឺគាត់ក៏មានរដូវរបស់គាត់ដែររដូវចាក់ខ្លះឃ្លោកគាត់ចាក់ខ្លះឃ្លោកអញ្ចឹងទៅរដូវបាញ់អាប៉ោងគាត់បាញ់អាប៉ោងអញ្ចឹងទៅ
រដូវលេងបៀក៏លេងបៀចឹងទៅអញ្ចឹងអ្នកដែលបារម្ភពីពូថានឹងមីងសំជាងគេហ្នឹងគឺបងប្អូនរបស់គាត់បងស្រីរបស់គាត់ហ្នឹងមានម្ដាយរបស់បងធឿនជាដើមគឺតែតែប្រាប់ប្អូនក៏មិនស្ដាប់ដែរទៅប្រាប់ម្ដាយពុកគាត់និយាយថាអើយដីស្រែគេកញឲ្យវាច្រើនណាស់វាលេងក៏លេងទៅវាមិនទឹកអស់ទេអញ្ចឹងណាគាត់តែងតែកាន់កូនកាន់ជើងកូនគាត់អញ្ចឹងប៉ុន្តែបងប្អូនហើយមិនដូចការគិតអីត្រឹមតែរយៈពេល2ឆ្នាំអ្វីគ្រប់បែបយ៉ាងក៏ត្រូវរលីខ្សលមួយប្រព្រិចភ្នែកអញ្ចឹងទៅអញ្ចឹងផ្ទះដែលម្ដាយចែកឲ្យផ្ទះធំទំនំខ្ពស់ហ្នឹងក៏ត្រូវបានគេរឹបអូសអញ្ចឹងទៅដែលជាហេតុធ្វើឲ្យម្ដាយឪពុកហ្នឹងគឺពិបាកចិត្តគេមកទាលួយផងអញ្ចឹងណាគាត់ stress គាត់កើតទុកគាត់ខ្លាំងត្រូវនឹងអាយុគាត់ចាស់ផងគាត់ក៏លាចាក់លោកទាំងពីរអ្នកទៅអញ្ចឹងបងគឺគេលេងខ្វល់ហើយជាមួយនឹងពូថាដែលថាគេនិយាយមិនស្ដាប់នោះអញ្ចឹងពេលហ្នឹងពូថាហើយនឹងប្រពន្ធរបស់គាត់នេះក៏ត្រូវបានម្ដាយរបស់បងធឿនគាត់បានឲ្យដីមកកន្លែងដែលនៅឆ្ងាយពីផ្ទះរបស់បងធឿនដែរប៉ុន្តែមិនមែននៅឆ្ងាយនឹងព្រៃនឹងដប់ទេនៅក្នុងភូមិហ្នឹងគាត់ថារំលងនេះបែរជា4-5 ប្លង់ដីអញ្ចឹងណាបងប្អូនហ្នឹងហើយមានផ្ទះខ្ទមតូចមួយដែលវាមិនមែនថាជញ្ជាំងធ្វើពីស្លឹកអីទេគឺជញ្ជាំងក៏នៅក្តារអីគាត់ថាវាទ្រុមអីចឹងទៅប៉ុន្តែក៏ពួកគាត់មិនទាន់រៀនអំពីកំហុសរបស់ពួកគាត់ដែរពួកគាត់នឹងទៅរោស៊ីឈ្នួលគេអញ្ចឹងទៅបានលុយមកក៏ចាក់ឆ្នោតទៀតឆ្លៀតទៅចាក់ឆ្នោតផ្សងសំណាងទៀតបងប្អូនអញ្ចឹងមួយថ្ងៃហ្នឹងគឺពីរអ្នកប្តីប្រពន្ធហ្នឹងគឺអង្គុយនៅខាងមុខផ្ទះអាក្រេខាងមុខផ្ទះហ្នឹងកាត់តែយល់សពទេជួនកាលគាត់យល់សពអត់សូវល្អអញ្ចឹងទៅគាត់ថាកាត់អត់កើតគាត់ស្រែកសួរគេអ្នកដើរតាមផ្លូវហ្នឹងតែយល់សពបើថាយកមិញមានបានយល់សពអីអត់យកមកកាត់លេខឆ្នោតអីជាដើមអញ្ចឹងទៅម្ដាយរបស់បងធឿននឹងបានត្រឹមតែកវីក្បាលមានថ្ងៃមួយហ្នឹងគឺបងធឿនគឺគាត់ជូនម្ដាយរបស់គាត់ទៅផ្សារចំណែកឯត្រឡប់គ្រួសាររបស់ពូថានឹងមីងសំគាត់មិនដែលក្រោកពីព្រលឹមទេគាត់ក្រោកតថ្ងៃដោយសារតែគាត់ដេកចាំផ្សងសំណាងយកលេខឆ្នោតនោះប៉ុន្តែថ្ងៃនោះគឺចម្លែកដោយសារតែឃើញពូថានិងមីងសំហ្នឹងគឺដឹកគ្នាទៅផ្សារទាំងព្រលឹមបងប្អូនពួកគាត់ជិះម៉ូតូទៅឃើញអញ្ចឹងម្ដាយរបស់គាត់ក៏ថាអូបងប្អូនឯងបែរជាកែហើយអញ្ចឹងជិះទៅចិត្តទៅក៏សួរនាំថានាំគ្នាទៅណាពីអ្នកប្តីប្រពន្ធទាំងព្រលឹមអីចឹងទៅជាបងប្អូនឯងទោះបីជាប្អូនខុសយ៉ាងណាក៏យើងមិនអាចចោលបានដែរអញ្ចឹងទៅពេលហ្នឹងក៏និយាយគ្នាបងប្អូនថាអូបងអើយខ្ញុំញ៉ាំទៅចាក់ឆ្នោតយប់មិញខ្ញុំប្តីខ្ញុំគឺយកសពល្អខ្លាំងមែនទេខ្ញុំធានាថាលើកនេះគឺដឹងតែត្រូវអា3លេខហើយនិយាយអញ្ចឹងទៅក៏ម្ដាយរបស់បងធឿននេះគឺគាត់គិតតែពីហួសចិត្តគាត់ថាយីអញស្មានតែវាក្រោកពីព្រលឹមនោះគ្នាទៅរោស៊ីឬក៏ទៅទិញអីបើថាមិនបានទៅរោស៊ីក៏បានត្រឹមតែទៅរមមហូបពីព្រលឹមហ្នឹងក៏វាល្អដែរប៉ុន្តែនេះវានាំគ្នាកាត់លេខឆ្នោតដែរនាំគ្នាទៅចាក់ឆ្នោតទាំងព្រលឹមហ្នឹងអញ្ចឹងទៅដល់ផ្សារពេលហ្នឹងក៏ប្រពន្ធរបស់ពូថាហ្នឹងមីងសំគាត់ចូលទៅចាក់ឆ្នោតហើយពូថាហ្នឹងគឺគាត់អង្គុយនៅខាងមុខផ្ទះមេឆ្នោតហ្នឹងគាត់អង្គុយនៅលើកង់របស់គាត់ពេលហ្នឹងក៏បងធឿនហើយនឹងម្ដាយរបស់គាត់ចេញពីផ្សារមកវិញហើយឃើញពូថាអង្គុយលើកង់ក៏សួរនាំថាយកមេយកសពមិនបានជាមកចាក់ឆ្នោតចាក់អីចឹងទាំងព្រលឹមអីចឹងណាពេលហ្នឹងក៏ពូថាគាត់និយាយថាបងអើយយប់មិញហ្នឹងគឺប្អូនយកសពល្អមែនតើហើយចឹងទៅក៏សួរតែយកសពឃើញស្អីពូថាគាត់និយាយថាយប់មិញហ្នឹងបងខ្ញុំយកសពថាខ្ញុំហ្នឹងកំពុងតែដើរសុកនេះក៏សោះតែមានដើមឈើមកពីណាទេមួយថ្ងៃមើលដួលលំមកកិនចំក្តារក្បាលរបស់ខ្ញុំបីក្បាលឈាមលហាមបងបីក្បាលឈាមលហាមហើយខ្ញុំឃើញលោកតាម្នាក់ស្គមបងឲ្យចេញមកពីអាដើមឈើហ្នឹងបងអើយចេញមកពីអាគល់ឈើដែលពិបាកហ្នឹងគាត់ចេញមកហើយគាត់មកច្អល់មុខខ្ញុំហើយគាត់ដើរចេញទៅខ្ញុំកាត់លេខបានល្អណាស់បងឈាមហ្នឹងគឺហេងបងហេងយប់នេះដឹងតាថ្ងៃនេះនឹងគឺដឹងតែត្រូវហើយដូចថា3លេខអីចឹងណាអញ្ចឹងទៅម្ដាយរបស់គាត់ក៏គិតតែពីហួសចិត្តគាត់និយាយថាប្អូនណែយកសពអាក្រក់អញ្ចឹងមិនក៏មិនទៅវត្តទៅឲ្យប្រសងលោកស្រោចទឹកស្រោចអីចឹងណានឹងពូថាគាត់ថាមិនហេមានលុយមិនចេះចាយស្មាតោបងប្អូនគាត់ប្រើពាក្យអសរោះប៉ុន្តែខ្ញុំមិននិយាយទេមានលុយមិនចេះចាយខ្លួនឯងប៉ុន្តែអីចឹងណាចឹងទៅម្ដាយរបស់មកធឿនគាត់អស់អីនិយាយគាត់ក៏ត្រឡប់មកផ្ទះវិញទៅអញ្ចឹងនៅពេលដែលគាត់មកដល់ផ្ទះវិញនេះក៏ឃើញអ៊ំម្នាក់យើងមិនចេញឈ្មោះអ៊ំប្រុសម្នាក់នឹងទេនៅក្នុងភូមិនឹងដែរហ្នឹងគាត់ដើរចេញពីផ្ទះរបស់បងធឿនដើរចេញទៅអញ្ចឹងទៅក៏ម្ដាយរបស់បងធឿនក៏សួរទៅកាន់ប្តីថាឯងអើយអ៊ំគាត់មករកអីគេពេលហ្នឹងពុករបស់បងធឿនគាត់និយាយថាអ៊ំគាត់មករកខ្ញុំហ្នឹងឲ្យទៅកាប់ដើមឈើដែលនៅក្នុងស្រែរបស់គាត់ហ្នឹងក៏មិនតែថ្ងៃនេះខ្ញុំរវល់ខ្ញុំក៏មិនបានទៅកាប់ដែរប៉ុន្តែខ្ញុំឲ្យគាត់ទៅហៅអូនទៅចុះឲ្យហៅថាអញ្ចឹងណាឲ្យវាទៅកាប់ដើមឈើអញ្ចឹងទៅអញ្ចឹងអ៊ំហ្នឹងគាត់ដើរចេញទៅគាត់តម្រង់ទៅផ្ទះរបស់ពូថានឹងឯងអ
chẳng nơi pe đài màu bài trực tung mong đập mùi chiên bằng vốn đập mùi chật đập pi nắng á pe nắng có khơi nhờ bùn thà nó chỉ còn là can bạch hai mùi từ pe nắng mặt đài rồi bỏ bằng thướng có xua thảo ôn từ na có cặp thằng để cặp ở chơi kề chẳng á pe nắng có qua thằng hay mình chăm thằng ngày thì tới ra chăm lần ngày thì tới ra từ từng cái đá màu đập pi chẳng á tròn đó nó màu đập pi hơi đôi cha có cho nam thật đào màu đập pi bên sợi lọ bên tay bùn thà nó có nơi từ chế có từ pe đại bùn thà chỉ còn hồ từ bàn bài trực tung pi bê rồi mày nắng mặt đai rồi bỏ mong thứ nó còn ở từ mưa rồi ở từ mưa tới khơi là bùn thà nó cứ mi cả bà thì pe nắng qua có tập prap bùn rồi bỏ bùn thàแต่ปนบุตรแกขโมยเลยกิมันชื่อตะเลยดึงออกนังตีปะไตออกชื่อตะเลยดึงนั้นปะไตชื่อตะเลยโยสอบจังเลยไปได้แต่ดอลกับไหลนั่นก็กลับไปจังเลยกดมันจะบาดได้ทำไว้จ้ะนะดอลมองผ่านจิตตุกมองจุดมวยก็สับแบบเอาชาวเราเคยเนี่ยพุ่มนั่นก็รถตึกเป็นนั่นก็เคยปะปนออกมาปุถานั่นก็รถกัดหมกแตบประกวดมันได้แล้วบางทีก็สู้ทางซ้อมมือแต่หน้าอุ่นเป็นนั่งก็มีซ้อมนั่งก็ใส่ยมท่าบองเอ้ยไปได้ยมดำเชื่อกันไปเลยบองเอ้ยดำเชื่อกันไปเลยจังตัวก็สตุกสตีรู้ตัวต่างออกนี้ดอนแมนบองโบnàyโดยเอาไว้ในปุถานใหญ่แต่ก็จะสอบคืนจังคือดำเชื่อนั่นคือบะสังกัดมาจ้อมกับบาหรือบอกกว่าถ้าบองโบลงหมอบใบกับบอชิมละห้ามไปนั่งบองโบลงพลีคูเลยจังไงจังเป็นนั่นคือมันคือสลังกังเตียงได้เกิดดังให้ท่าปุถานนั่นก็เหมือนจีนเนี่ยได้สเตอร์ที่ของการกับเชื้อนั่งไปปลุกอันนั้นวิจิจุ่มนี้บอกว่าจะให้ได้บ้านจีกวดปัดดาวให้ดำเชื้อนั่งวิเลยล้มกันมาจำกับบาบอกว่านะมาเลยคลุนบอกว่าก็รถอะไรจังเป็นนั่งเนี่ยได้เกิดกับจมูกนั่งรถดำเชื้อมาดำท้องแบบไอ้กับตามมันเนี่ยไอ้บ้านที่ก็มีนี่จังหอยนั่งก็ปีตัวใบเนี่ยได้จังนี่บอกก็คือใบเนี่ยได้สดแต่จีนเนี่ยได้ไปจำภูมิแล้วนะปุถานั่นคือจะชนะเดเลยใบอย่างตัวนี่กวดปีนั่นคือจีนเนี่ยพักประจำภูมิจังไงจังตัวก็สู้นอมบีไฮด์กายเซนจังรุ่ยก็ใหญ่ท่าเป็นนั่นคือมันเนี่ยคือกับในทางกราวเนี่ยโดยฐานใจแต่ต่ำประเดิกดำเชื้อนั่นคือหลังแต่กับเมย์เวียดแต่แหละหอยในซอยดาวเวียดตรังนะปองปนจังเลยไปแต่กับคือมีเนี่ยกับมีเนี่ยตีนนั่นคือจังหอยเวียดดัวtừ khẳngนั้นคือตีนtừ khẳngนั้นเองหอยเนี่ยแต่ตีนั่นคือไตรแต่ละ5แบบสัญชีมีอารมณ์ถัดดำเชื้อนั่นวิโรลลมให้คือไตรแต่เป็นเลงซ้ายให้รถจังจังปุถาคือกอดเหม็นตึบแต่ทั่วเรื่องนึงมาดองตีกับทั่วชนะดองหอยเป็นตาให้มาจีพลอสเนี่ยจังไปนั่นก็ปูมันเนี่ยติดแต่นั่งตีนดำเชื้อจมูกนั่นปุถานั่นกอดใหญ่ท่าไปแต่ก็รถจังเมานั่งอ่ะก็ท่าก็เคยปุถารถเตยังกันทำมันเนี่ยแต่กอดกลับนั่งกอดไหลแต่กลับกอดบานอัดมือตีเป็นนายปูแต่ท่านในช่วยติงนี้กอดมือกอดเคยทำปุถานั่งรถจังตีให้กอดมือแต่ปุถานั่นคือปุถามีกระบาตีคือปุถาโชว์นั่นคือมีกระบาตีให้อัดพรมรถเตบอมบอลอัดพรมรถเตคือโชว์นึกทำมึงในกระไรนั่งให้เอาไว้แต่กันได้จำไหลนั่งเนื้อไปได้ดำเชื้อนั่งบะเมาเนี่ยปุถาได้กำปงแต่โชว์ซอกนั่งบอมบอลก็สับนะดูปลุกแต่ดูปลุกโดยทำมีอะไรกี่ตีนช่วยดูจังนะดูปลุกได้กับอย่างที่ก็ดาวเชื่อเดี๋ยววิบะลมเมานั่นก็เตยจอมกระดาษบาร์บอกกอดปวดใบกระจายอย่างตึงอันนั้นจีไอเนี่ยได้ในขนมปฏิการนั่งกอดบานในใจเมาจังกรุบแบบอย่างคือโดยแต่นั่งโยสอบหรือบ่กอดจังไปนั่งก็โดยถ้าโยนองนี่โยสะสอบว่าบอลปนตลอดทุบเตียวไว้ในใบถั่วบอลในจังตึงจังโดยไปได้ถั่วบอลนั่นคือปนระบบพุทธามีซ้ำนึกกอดยุ่มเนี่ยได้เจอจัดนั่งเกมมาสู้นอมทางโอนเอ้ยกุมยุงไปไอถึงไม่เตจีบดเนียเวตรอ้อยจังนะบอมโอน้าอีกยมมันนึกสมานทวีมีนเนี่ยจังนะนั่งก่อนยัยทำไมครับก่อนยัยตาอันนั้นพอได้อันนั้นไม่ชมมาบองเอ้ยงมเวเธอบอลในเวมีนลุยไอ้ซอกนึงคลุ้มสมไปทำมาร้อยบองเอ้ยชมมีนลุยเตซอมมาเมินปรักไม่นั่งก็จะชนะต่อหายได้สลับตึงมูลบอมโฟนได้อัดขมอลปีประเดี๋ยวขมอลเรื่องจะชนะหมดจังตัวคือเนี่ยในขนมนั่นคือหัวจัดกรุบนี่บนใต้เมียนนะบอมโฟนได้ซอกก็สับแต่ไม่ชนะจิมโตเมาหอยใหญ่ท้าเอาไว้ได้มินปูทานมินซ้อมจัดนั่นคือไตรเละนั่นคือไตรจังบางคืนกดถ้ากดเพลงบัดให้เป็นมันดังไตรมาประมาณตีนำมวยกดแมนจีเนี่ยได้เล่นชนะตั้งให้ยมก็ไม่เนี่ยเล่นชนะได้มันได้ดังแต่ไตรใบเล่นนั่งมวยซองประมาณปีเล่นนั่งมวยซองประมาณจังอาจจะใส่พวกบอมโอนจังไปก่อนทำมาเมชนะมาปรับถ้ากดไตรใบเล่นน้องบอมโอนได้มินซ้อมนั่งโหลดโฮกับเจริญอยากได้โรงบอลนั่งหอยเนี่ยจัดนั่งกี่คืนเติบในเรื่องเกี่ยวกับถ่าซ้อมบอลสับได้ทั่วไอ้จังนั่นกี่ทายจังตึกมันกวาดสำรวจเรามองmìnhจังตึกก็เอาไอ้เมชนานึกเบิกลุยกวาดหาย
chẳng bắt đầu bị bạc lùi hỏi nâng có quạt vậy thằng tập bên này trong bàn lùi thực bón đầy hơi tập bên này thực bàn lùi thực bón đầy hơi chẳng tới có bị thị bón nâng có bắt to tại là hốt đòi dục lại người chẳng tới có tha ở bên nâng quạt toa bằng thuyền to cứ quạt khơi mình xóm nâng có búng thời điệp cho mày vằn nơi hàng khung ở theo bọc quạt chẳng na để sao ta quạt đà cắt tạm nâng tới qua theo bọc quạt định vậy chẳng việc lụt li miền bạc hồng cho tới quạt lệ được khơi điệp cho mày vằn là lừa tiền chẳng tầm tay con ban trả rom thì lúc đó sai là ai bật lầm láng bò bộ này cào màu chẳng tới kia rô mình xóm tái rót khơi đào rô pin là nó cửa khơi thì không ông theo con mình khơi hàng coi theo con mình khơi đào từ tiền chật khang con mình khơi đòn từ kia lang từ lưỡi té bạn đừng tha quạt vào mùa vàng rột hỏi luôn lớn nó cửa mình khơi ai ở mình xóm trong bảy tầm mũi chẳng tới bằng kia đừng tha ô mình xóm có vào mùa lùi rột mình xóm có vào mùa lùi rột chẳng tới rồi ôi chạy tầm mũi đó mẹ này chẳng nó bên nó còn đẹp phun nó cực kỳ rất trung hồ chật cục này chẳng tới có bị thị bọn nó có bật to hay bẩn tục này ca đẹp trong bọn nó có lẹ từ lừa bong sấy bên tai mìnhจะปัญหาthấy bom thôi này thuộc bọn này bom con ấy chẳng hạn mình tụ bàyจะทำbom còn đang mình đạp mình ấy chỉ nè lên bay lên mấy con bên tai còn mình đai một thuộc bạp bom này đai còn pháiจากluôn ấy thì chẳng tới có bom nó còn nơi từ mình đâu chết na chẳng bị thị bọn có bật to là hô đò là chọc chẳng nó hô đò cũng đụng bờ ngày đà là bù thà có slap nắng mà đai là bong thớn có bàn ở đôi thà phừ chẳng hạn mà chân nuôn vô từ bậc kèm bậc song hoặc đài bản thợ bọn này tê bong bồn vô chẳng hạn từ bậc kèm bậc song hay có quạt tạt lọt một tiêu với như này rồi đo dục là mong hay chỉ bùng buồn dục hay pe chân nón nắng nơi tam sọc sai chấm cam mà chấm nuôn mình miên tập phượng ấy pra hỏi từ lum từ ly tê bong bồn miên ta tam miên ta phượng cùi phượng ấy chẳng hạn có thà pe nó cứ sắp ta miên sầm lên sky lu cứ khlang mình đen sky lu cứ khlang hơi có miếng sầm lên sky proof vòng đài pe nú mà đài được bằng thứ nó quật giấy từ cắn đây thà ai nhớ ai cao từ mười tới cái lô từ miền sợi trắng á ở bốc rồi bỏ bằng thứ nó quật mình chìm được đẹp khai tê chả bị đá mình được chìm được đẹp khai không mặc lại có cao từ mưa bằng vốn có cao từ mưa tới quật đào trên tầng mặt stú có đào trùng với nhà quật giấy thá ở đây tê miền tê nó miền sầm rạn từ bập tầng bọc bốn bập tầng cố nè pe nó con mặt đái rồi bỏ bằng thứ có xua tha cho ai trên từ mấy anh mới khơi ai này rồi cái nó vợ toàn bật lu thì bên từ lu nó tập trung chẳng tới có quạt thả đầy tê để bên tai mặt đai rồi bộ bằng thứ nó còn nơi ta mình chật có cào đào từ pe nó ngập bột rồi bộ bằng thứ có đầy áo hay thà gì có đang cả bà mà lẽ ta còn oi từ mơ chẳng tới có quạt giấy à bộ pôn có nó tha hãy cho bà mình cho trong từ mơ mình prap mouse gì để bộ quạt bài dịch tròn lên mất con giày không tha miền xây không mà tha nó vừa mau phải trong tấm mơ xây vậy chẳng mong về nó từng bông thương từng mặt đài bỏ quạt nó cứ mua một cái nghĩa bông vốn mặt đài bỏ quạt nó cào đào từ bạn bay buồn chấm hiền này nó có rất mặc kềnh mình phần tai miền tây kềnh bàn lụa xây bông vốn ấy mà tu có sập ra lư xâm lấy sải hại tập bông ơi bông khơi bột pôn trong mọt bông khơi bột pôn trong lư tại chân nó về trời mấy cọ khơi video lui mà oi trong bông xoay mau chẳng mong pe nắng niệm bông thương niệm khai bông buồn bờ tái tròn khơi cái pe nắng mến đặt dụ tích na bông thứ nó pe nắng qua đại dụ bài chế pram ở bông mùi đọc đấy có còn lùi mơ tam bà hồng tén mơ tới bông bông này khơi mến khơi chó nâng mọt phơi nữa không sập hiệp này không mọi nó cứ các bạn nó cứ bay cái rồi các bạn nó cứ bay cái còn bàn tay viêm mến thà bay cái tới mượt khơi đi các bạn bay đôi bị cặp bay chẳng các bông bông bị chọp nó nâng co nâng anh còn đặt hào ở viêm mưa tôi bị tích đôi apply tôi bay để bị lẹm vào dựng tròn với tôi việc biệt tôi việc bay trình chẳng hạn hay ta có hòm mà chiêm với nó trình máu cứ bay nằng cứ ăn nằng ấy để quạt khơi hai pe để quạt khơi chẳng mong muốn quạt roll mà đài bờ quạt ta bắt tới muốn cứ tròn cái bài cái này muốn cứ tròn cái bài cái này còn là thà ở miền vàng nón băng gà đa là tôi quạt mưa khơi ngắm màu chẳng quạt có roll từ cái bài mà đài nó buộc bờ quạt mà đài bờ quạt cái thà roll mà thứ ấy chẳng quạt cái thà máy không mọi bù thà lồng trong lụi mưa khơi tạm bất mẹ không mọi lố thế nó không mọi kìm rô nó hay quạt nó từ mưa cái con ấy nè mà này có thà trọi không từ mưa rồi bắt cách ấy mình đây tư chứ có sừng ngòm kì ta khơi xung lên cái nó ta là vơi không một tiền thằng ấy lúc đầu bà lâm láng bom bồ nói có ta đã hay ta khai không mọi bé con nó kê dũ nè câu mong mà sự ta mới được câu không tiền bò quạt miền cha miền không mấy mong quý bên này câu không tiền bò quạt nâng vậy nè cho nó có thể cho đáp cho mình kỳ này
ហើយពេលទៅចូលទៅហ្នឹងគឺមានលឿអីក្រៅពីខ្មោចទេខ្មោចថាអញ្ចឹងទេបងប្អូននេះស្មាតទោសបងប្អូនមិនមែនខ្ញុំនិយាយប៉ុន្តែគឺអ្នកភូមិដែលនៅក្រោមផ្ទះហ្នឹងគាត់និយាយអញ្ចឹងណាអញ្ចឹងនៅពេលដែលលឺគេនិយាយអំពីរឿងខ្មោចហ្នឹងក៏យ៉ាចូលប្លង់ហើយយកមិនខ្មោចលងដែរក៏ចូលទៅជាមួយគេពេលហ្នឹងទៅក៏មានដូចថានិយាយមិនដឹងថាគេនិយាយពីមុនអីខ្លាយទេគាត់ថាគាត់ឃើញអ៊ំស្រីនៅខាងមុខផ្ទះរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមនិយាយអ៊ំស្រីគាត់និយាយថាយប់មិញហ្នឹងខ្ញុំនេះឮសំឡេងឆ្កែហ្នឹងវាលូខ្លាំងឆ្កែវាព្រុសខ្លាំងក៏ឆ្ងល់តែមានរឿងអីក៏ចុះមកក្រោមផ្ទះហើយណាមួយហ្នឹងក៏ភ្លេចយកកថោឡើងទៅលើផ្ទះផងចៅវាឈឺនោមអ៊ំស្រីហ្នឹងគាត់និយាយអញ្ចឹងហើយគាត់ក៏ដើរចុះមកដល់ដើរចុះមកហ្នឹងក៏ឃើញមនុស្សម្នាក់ហ្នឹងឈរនៅមុខផ្ទះរបស់ម៉ែអាធឿនឯងនេះចឹងខ្ញុំក៏អើតមើលទៅក្រែងលោថាម៉ែអាធឿនឯងឆ្លោះគ្នាជាមួយនឹងប្តីអញ្ចឹងទៅប្តីនៅក្រៅផ្ទះអីចឹងណាឬក៏អាធឿនវាមកពីដើរលេងយប់លប់អីវាមិនហ៊ានចូលផ្ទះអញ្ចឹងទៅដល់តែគាត់ឈូមើលមិនច្បាស់ថាណាគេណាមួយគាត់រៀងចាស់ហើយភ្នែកខ្សោយផងនោះអញ្ចឹងទៅគាត់ដើរមកហៅបងប្អូនដើរមកហៅតែអាធឿនមែនមកពីណាចៅអើយយប់លប់ហើយអញ្ចឹងណាក្មួយអើយយប់លប់ហើយមកពីណាអញ្ចឹងទៅហៅស្រែកសួរអញ្ចឹងដល់ពេលមានណាបងប្អូនណាហើយអាគ្នាខ្មោចនោះកំពុងតែហៅអ្នកផ្ទះនោះឲ្យចេញមកដល់អ្នកផ្ទះនោះគេមិនចេញមកអ៊ំស្រីនេះហៅឲ្យចាំកាក៏បែរមកដល់បែរមកអ៊ំគាត់ថាអូយមីនាងហើយអញតាំងពីកើតមកដល់ចំណាស់ប៉ុណ្ណេះអញមិនដែលឃើញខ្មោចណាអាក្រក់ដូចខ្មោចនេះទេគាត់និយាយអញ្ចឹងអញមិនដែលឃើញខ្មោចណាអាក្រក់ដូចខ្មោចនេះទេក្បាលវានឹងគាត់ធ្លាយហើយក្លិនឆ្អាបហើយភ្នែកវានឹងក៏លៀនធ្លាក់ចេញមកវាតែមករកអញមីនាងហើយសណាងហើយដែលយាយមិនទាន់ដើរចេញផុតពីលបងទេបើវាដើរមកយាយញើជើងលិចនំដាក់សលុយអញ្ចឹងណាគាត់និយាយអញ្ចឹងបងប្អូនដាក់សពុតដាក់អញ្ចឹងទៅអ៊ំស្រីគាត់និយាយអញ្ចឹងទៅវាមកវាគាត់ទៅសួរថាអ៊ំអើយមានឃើញប្រពន្ធខ្ញុំអត់មីងអើយមានឃើញប្រពន្ធខ្ញុំអត់ប្រពន្ធខ្ញុំមិនដឹងទៅណាទេអញ្ចឹងទៅយកទៅអ៊ំស្រីគាត់ឆ្លើយមិនកើតបងប្អូនក៏บอกកាំងខ្មោចវាលងហើយមកឆ្លៀតសួររកប្រពន្ធទេខ្មោចនេះអញ្ចឹងទៅគឺគាត់កាំងបងប្អូនចូលកាំងនៅនឹងហើយដូចតែវាមួយយ៉ាងដែរបងប្អូនវាសួរទៅគាត់អត់ឃើញឆ្លើយឃើញអីអញ្ចឹងក៏វាដើរទៅទៀតអញ្ចឹងណាដើរទៅទៀតអីអញ្ចឹងទៅអញ្ចឹងអានឹងជាអីដែលអ៊ំស្រីគាត់និយាយហើយបន្ទាប់មកក៏មានលោកពូម្នាក់ហ្នឹងគាត់ជាអ្នកដែលនៅនឹងក្បែរខាងនឹងដែរក៏តែមិននៅចិត្តនឹងផ្ទះនឹងទេរំលងហើយជា3ផ្ទះអញ្ចឹងលោកពូហ្នឹងគឺមុខរបររបស់គាត់ហ្នឹងគឺគាត់រត់ម៉ូតូដប់ហើយព្រលឹមឡើងហ្នឹងគឺគាត់ដឹកបន្លែទៅឲ្យប្រពន្ធរបស់គាត់នៅផ្សារអញ្ចឹងទៅអញ្ចឹងគាត់ថាថ្ងៃហ្នឹងគឺគាត់ជាមួយនឹងប្រពន្ធរបស់គាត់នេះដឹកបន្លែយកទៅលក់នៅផ្សារអញ្ចឹងណាអញ្ចឹងនៅពេលដែលធ្វើដំណើរទៅពីជាទូទៅពីភូមិស្រុករបស់គាត់ទៅផ្សារដែលនៅថ្នល់ធំហ្នឹងគឺវាចម្ងាយប្រហែលជា20គីឡូជាងដែរអញ្ចឹងគឺយើងតម្រូវយើងក្រោកពីព្រលឹមទៅមកប្រហែលជា4អីហ្នឹងគឺគាត់ចេញទៅហើយអញ្ចឹងនៅពេលដែលធ្វើដំណើរទៅគាត់ត្រូវកាត់តាមមុខផ្ទះរបស់ពូថានឹងឯងអញ្ចឹងនៅពេលដែលលោកពូហ្នឹងគាត់ធ្វើដំណើរអូសលម៉កហ្នឹងមកដល់ខាងមុខផ្ទះរបស់ពូថានោះពេលនោះប្រពន្ធរបស់គាត់គឺអង្គុយនៅពីក្រោយខ្នងរបស់គាត់ហ្នឹងហើយពេលហ្នឹងមេឃវារៀងដូចថាខែវារៀងភ្លឺដែរគាត់តែវាមិនភ្លឺខ្លាំងទេអញ្ចឹងនៅពេលនោះក៏សាប់ជិះម៉ូតូអញ្ចឹងទៅក៏សាប់តែលឺសំឡេងប្រពន្ធគាត់និយាយលឺសំឡេងប្រពន្ធគាត់និយាយប្រពន្ធគាត់ហ្នឹងគឺគាត់នៅពេលដែលជិះកាត់ហ្នឹងប្រពន្ធគាត់គឺឃើញមានមនុស្សអង្គុយនៅអាក្រេមុខផ្ទះរបស់ពូថានឹងឯងប្រពន្ធគាត់ក៏សួរទៅកាន់ប្តីថាបងឯងណាគេអង្គុយមុខផ្ទះថាហ្នឹងហើយចឹងប្តីក៏គាត់រៀងថាដូចថាគាត់ស្ដាប់មិនបានណាបងប្អូនហើយគាត់ស្មានតែប្រពន្ធហ្នឹងថាជ្រុះអីគាត់ក៏ឈប់ម៉ូតូឈប់លំមករបស់គាត់ហ្នឹងពេលដែលឈប់ហ្នឹងគាត់ងាកមកសួរប្រពន្ធរបស់គាត់ថាឯងកាឌីគេជ្រុះស្អីមែនគាត់ងាកមកសួរប្រពន្ធរបស់គាត់អញ្ចឹងប្រពន្ធរបស់គាត់និយាយថាឯងឈប់ធ្វើអីនិយាយចឹងឯងឈប់ធ្វើអីហើយនៅពេលគាត់កលេចទៅក្រោយបងប្អូនហើយគាត់ឃើញខ្មោចរបស់ពូថាហ្នឹងគឺដែតមកពីក្រោយលំមករបស់គាត់ហើយសួរគាត់ថាពូកើតអីមែនពូពេលហ្នឹងគាត់ថាខ្មោចរបស់ពូថាហ្នឹងគឺដូចដែលគេនិយាយតដែលអ្នកនិយាយមុនគេនិយាយអញ្ចឹងគឺក្បាលគាត់ខ្ទេចវល់ហើយក្លិនឆ្អាបអាសោចហ្នឹងគឺភាយមកពេលនោះគឺគាត់អត់តបកើតដោយសារតែគាត់អាឡ័យថាភាំងនឹងខ្មោចនឹងវឡងខ្មោចរបស់ពូថាក៏សួរទៀតថាពូមានឃើញប្រពន្ធខ្ញុំអត់ពូគ្មានបានទៅឆ្លើយតបទេអាប្រយោគចុងក្រោយហ្នឹងហើយម៉ូតូសណាំងដែលគាត់អត់កាច់សោផ្លុតដាក់តលេខមួលយកខ្មោចពូថាហ្នឹងគឺហោះពីក្រោយតែតាមពីក្រោយថាពូអើយឃើញប្រពន្ធខ្ញុំអត់ពូឃើញប្រពន្ធខ្ញុំអត់អញ្ចឹងក៏កំពុងតែនិយាយគ្នាសុកនឹងបងប្អូនហើយក៏សពតែផ្អើលដែលផ្អើលហ្នឹងគឺដោយសារតែមនុស្សស្រីម្នាក់សក់ឡងក៏ទ្រង់បងប្អូនរត់ចូលមកក្នុងផ្ទះរបស់បងធឿននឹងឯងពេលរត់ចូលមកដល់បានគេសង្កេតមើលទៅបានដឹងថាជាប្រពន្ធរបស់ពូថាដែលសភាពរបស់គាត់ហ្នឹងគឺសក់ក្បាលឡើងកន្ទ្រើងហើយភ្នែកហ្នឹងគឺស្លក់ខ្មៅបងប្អូនភ្នែករបស់គាត់ហ្នឹងពេលហ្នឹងក៏អ្នកភូមិឃើញអញ្ចឹងទៅក៏នាំគ្នាសួរថាមីនាងកើតស្អី
mấy có bồn đây toàn chọn prot hay à lời mệt hơi chẳng bàn chẳng ấy chẳng nè nè mình nên có ọt miên vậy thế nè mình xòm nó có miên vậy từng có cái tập bị mọi lông viêm râu lui vi mà tôiบอกมันก็เช่ที่ก็ตาขี้บังงอบเตอร์ให้มันก็มาตามจองกามจองเปียหนังอันยิงจังอ่ะจังเนี่ยภูมิมันก็เกยสมรู้นะอันนี้ก็ตบอารมณ์สมรู้อารมณ์สันติบางคนนั่นหลังตรงอ่ะก็ละเมาเชื่ออารมณ์ก็สมรู้อารมณ์บานให้ก็เกยสูนอมจังตัวกอดก็ยิงท้าขมบได้บอกกอดนั่งตามเตียลุยปีกอดตามเตียลุยปีกอดดอกเตียน้อยยื่นวิชงอได้บางคนแต่ขมอยคือได้บอกกอดคือดาวสูเนี่ยภูมิเนี่ยสักนึงไหนทีถ้าเคยบปนกอดอัดดาวโรบปนกอดโรลุยโรยจังให้ให้ได้บ้านเชื่อตือมีนขโมยเดี๋ยวลงบปนบอกอดเนยภูมิบปนบอกอดนั่งเกี่ยดอยู่ละขโมยวิวไล่กายจะปีดำไปแต่โรบปนพอดำไปลงในพ้องก็วิวไม่จังตือเกี่ยสู้แต่ลงไม่ว่าถ้าไอ้กอดโยลุยโรตือนั่งกอดเดชาแต่กอดนั่งมันจ้องโยลุยนั่งมาถูกบนขโมยบปนไอ้ประเดี๋ยวบอกอดให้กอดจะเปะเกี่ยพ้องก็จ้องโยลุยแต่ซองเกยจังตือดอแต่ไงนั่งก็ท่าเปนั่งก็ซอลุยคลาก็ก็ตัวเลงเบียเลงไอจังนั่นเลงใบเลงไอเลงยุบคลายปลีจับนุ้งเลงไปยุบก็ปงแต่เลงสกนั่งกับบอมโอไนก็เท่าสไลด์เหมือนกันก็ล็อกคลาโคลกนั่งก็ล็อกบาร์กเมาส์ก็บ้าได้บอกว่าแบบใบเตียนั่งคือเนยขนมประดับก็ล็อกคลาโคลกนั่งเนยขนมนั่งไอสไลด์สู้ท่าไอลุยมีก็มันใจขยมพงโยลุยตนาอ๋อจังอ่ะบงบุญดักลมเนี่ยเดี๋ยวก็ปุ่งแต่จักลากโลกนั่งนั่งกับใบปล่อยลงรถตั้งอ๋อนี่ให้กอดนี่เท้ากอดรถด้วยเกยได้เป็นตายขโมยไปได้กอดนั่งมันตะลงเกยให้ลงตะกอดตามตะกอดจังนะถ้ารถขโมยลงเดินตามสไลโรลุยอันไม่ก็โยลุยรถไอจังนะเอาใจลุยใจไอจังเถอะกูขโมยมันคือตามเป็นนั่งบันไดระบบบงเทือนก็กอดดังจังก่อนใหญ่ท่านั่งไอหนึ่งโยลุยรถเจ้าไปได้ลุยแต่บ้านไปจัดชนะเวียนั่งเนี่ยคำโยสอบคำกัดบ้านอย่างไอโยลุยรถเจ้าวีจังอะไรจะเตยลุยซาปนาจังเตยก็ปปนระบบปูธานั่งมินซ้อมนั่งก่อนใหญ่ท่าลุยซาดับมื้นบงจังเตยก็มาได้ระบบบงเทือนนี่ก่อนใหญ่ท่าดับมื้นนั่งวันละโมมให้เธอบอลเวียเตยถูกบอลเรียบจอมไอเวียเตยcũng ở việc mà lông tiết là những ai ta mình tiếp ở việc thế bây giờ Việt Nam vô chụp những ấy nhá chẳng tới có điệp trầm thật sự là nó có điệp trầm chẳng hạn một bốn bên đáy chụp nó cứ lông tiết chụp nó cứ bột bốn được bo bù thà nó mình xóm nó cứ ở tên nào thì cứ sông sẵn nặng nơi té được bo bằng thương đừng có áo sẵn nặng nơi từ mình chụp bánh hài thì pro trời chụp ôn thay đài chẳng á chẳng tới có sẵn nặng nơi bên đáy cứ không mỏi được bo bù thà cứ ọt lên để bom bốn cứ chụp lại nó có màu tiết để màu nó cứ có tha chồng lại trong tha màu lực nó cứ ở oi nè teo có khơi thì cứ khơi tay mình xòm này ấy mình xòm nó cứ xoay đôi thà bộ quán nó vọt khơi mà tay mình xòm khơi rồi chúng ta mình xòm có xoay đâu chui bong bong ơi vừa mau tới ra vừa lông trong điện rồi bong ơi video trong lại bong video trong lại vậy đang đại cầm cruza bộ bằng thứ nó có mình là cái khơi thì chẳng là bộ bằng thứ nó có tiêu thụ vô thục mà ta xây bán cả đời cho từ cầu mới còn oi tới quạt giấy cái tha ơi bộ này những việc đằng khâu hơi không ai cùng mà lông bật lại vì sai là nó viết thừa bón rồi từ cái xong ai cùng ai hơi lùi đẹp mọi trời nào nữa là ai chụp lông bật lại cái này tới anh cái này chẳng á cái bộ quạt tha con là quạt ở oi thục bên đằng hơi có sao tao mình cho chạy xe một bàn đằng luôn bật quạt hai này mình nó có chụp sai chụp bay chẳng thấy lụt đòn bật lầm láng có chui cái niềm đẹp mặt đầy mà chướng hay điệp trong chẳng hắn là mấy vô từ bậc kiên bậc sằng ở từ cái xóa ói không nói được bao phút thà chẳng chấp tam bị thay đang móc ở lên chuột lên lư lên nhảy thiệt hay bậc pôn bậc quạt nó có toàn lóp từ phum cầm nát bình phum cầm nát mình từ ngay thế rồi là phum còn là không nên mà phum nữa hay quạt chụp lên là bay lên ấy bom mình đăng tha không nói ở đây quạt tha oi được còn mấy em mình đăng hay quạt chụp lên là bay được luôn ấy chẳng hạn như chỉ riêng tim muối đại bằng thương gọt nhà mà oi chẳng ở bông bồn đại từ phía sau đường cái bông bồn chẳng đừng đại đường bằng thương nhà mò dù nữa nhà mò dù rồi tăng bị khai muối một mày chẳng về khai có nhiều một bàn thì ô mười nó có vô sẽ đường một khai mò muôn thì chẳng là đại đường bằng thương nhà mò dù rồi trong gồm bàn vô mò dậy được ta ô khơi như có vô mò dậy từ rồi cái lô tầm bằng thương này chạm sẽ đường vô khơi chẳng hạn chia sẻ với bằng thương chẳng nhưng cho tôi sẽ đường thì pi
សាច់រឿងទី2នេះដែរគឺជាសាច់រឿងរបស់បងស្រីដែលឈ្មោះគាត់ហ្នឹងគឺឈ្មោះបងខេមរ៉ាគាត់ដែលហៅខ្ញុំស្គាល់ថាខ្ញុំហៅគាត់ថាបងរ៉ាទាំងទៅបងស្រីរ៉ាអញ្ចឹងទៅអញ្ចឹងរឿងនេះគឺកើតឡើងនៅពេលដែលគាត់ជាមួយនឹងប្តីគាត់នេះធ្វើដំណើរមកខេត្តសៀមរាបបងរ៉ាជាមួយនឹងប្តីរបស់គាត់គឺជាអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញរស់នៅរាជធានីភ្នំពេញនោះគឺការងាររបស់បងរ៉ានិងប្តីរបស់គាត់នោះគឺធ្វើការជាបុគ្គលិកធនាគារគាត់ថាមិនមែនជាក្នុងស្ថាប័នជាមួយគ្នាទេគឺស្ថាប័នផ្សេងគ្នាចឹងទៅគាត់ថាមានថ្ងៃមួយហ្នឹងគឺដូចជាឆេងមេងដូចជាសែនភ្នួយមិនដឹងដោយសារតែប្តីរបស់គាត់ហ្នឹងគឺមានស្រុកកំណើតកើតជានឹងខេត្តសៀមរាបគាត់ថាគាត់ទៅនៅពេញហ្នឹងជាមួយនឹងមីងរបស់គាត់តាំងពីតូចមកម្លេះចឹងទៅដល់ថាមានបុណ្យឆេងមេងអីចឹងទៅគាត់ត្រឡប់មកសៀមរាបដើម្បីសែនភ្នូសែនអីចឹងណាបងប្អូនអញ្ចឹងនៅពេលដែលមកដល់ខេត្តសៀមរាបនេះគាត់នឹងក៏រៀបចំសែនហើយក៏មានការជួបជុំអីជាមួយនឹងបងប្អូនអីជាដើមចឹងទៅរហូតដល់ចប់កម្មវិធីក៏ដូចថាត្រឡប់ទៅវិញហើយតាមពិតទៅមូលហេតុដែលគាត់ត្រូវត្រឡប់ទៅវិញទាំងយប់គាត់ដោយសារតែអញ្ចេះព្រោះស្អែកឡើងត្រូវមានការងារត្រូវធ្វើបន្ទាន់ហើយណាមួយមើលទៅប្តីរបស់គាត់នឹងក៏មិនជាសវឹងណាស់ដែរគាត់ញ៉ាំស្រានឹងប្រហែលជាតែ2-3កំប៉ុងអីទេអញ្ចឹងគាត់ថាអូខេអញ្ចឹងប្តីគាត់អាចបើកឡានបានអញ្ចឹងគាត់ធ្វើដំណើរទៅណាមួយហ្នឹងពេលយប់ក៏បងប្អូនដែលជិះឡានគឺដឹងហើយវាស្រួលបើកដោយសារតែផ្លូវហ្នឹងស្រឡះល្អអញ្ចឹងណាក៏បើកទៅធ្វើដំណើរទៅអញ្ចឹងគាត់ថាធ្វើដំណើរទៅដល់កន្លែងមួយនៅខេត្តកំពង់ធំហើយគាត់បញ្ជាក់តំបន់ហ្នឹងដែរប៉ុន្តែគាត់ថាខ្ញុំមិននិយាយទេអញ្ចឹងទៅដល់ម្ដុំហ្នឹងក៏ប្តីរបស់គាត់ហ្នឹងមានអារម្មណ៍តែឈឺបាត់ជើងតូចហើយគាត់ក៏ប្រាប់ប្រពន្ធថាមកអែបឡានហ្នឹងបាត់ជើងតូចទីសិនហើយចឹងទៅក៏ប្តីរបស់គាត់ហ្នឹងក៏អែបឡានចូលទៅដីស្រឡះមួយហើយចុះពីឡានដើម្បីទៅបាត់ជើងតូចសម្រាប់គាត់គឺគាត់អត់ឈឺបាត់ជើងតូចទេគាត់អង្គុយនៅក្នុងឡានហ្នឹង3កូនរបស់គាត់ហើយគាត់មានកូនតូចហើយកូនរបស់គាត់ហ្នឹងអាយុមួយខួបកន្លះអញ្ចឹងគាត់អង្គុយនៅក្នុងឡានទៅ3កូនរបស់គាត់ព្រោះកូនរបស់គាត់បើអត់3ទេដាក់ឲ្យគេនៅក្រោយហ្នឹងគឺច្បាស់ជាភ្ញាក់ហើយច្បាស់ជាភ្ញាក់ហើយអញ្ចឹងគឺគាត់3កូនរបស់គាត់ណាមើលដាក់គេក្រោយក៏មិនកើតដែរបងប្អូនយើងជិះឡានទៅតោះចាប់ប្រាំងចាប់អីចឹងមិនធ្លាក់កូនបាត់ទេអញ្ចឹងទៅគាត់3អញ្ចឹងណាអញ្ចឹងគាត់ថាគាត់អង្គុយនៅហ្នឹងចាំប្តីរបស់គាត់ចាំយូរទៅគាត់ថាគាត់អង្គុយមើលតែម៉ោងទេប្តីរបស់គាត់ហ្នឹងចុះទៅបាត់ជើងតូចហ្នឹងម៉ោង8ឥឡូវ8កន្លះ9ហើយគឺនៅតែអត់ទាន់ឃើញប្តីរបស់គាត់ត្រឡប់មកវិញទៀតអញ្ចឹងពេលហ្នឹងក៏ចាប់ផ្ដើមភ័យបងប្អូនក្រែងលោថាប្តីរបស់គាត់ហ្នឹងស្វឹងសន្លប់ដួលអីចឹងទៅប៉ុន្តែគាត់មានហេតុផលត្រូវសន្លប់ស្វឹងដួលទេដោយសារតែប្តីរបស់គាត់ហ្នឹងគឺការនិយាយស្ដីគឺនៅតែដឹងល្អណាព្រោះប្តីប្រពន្ធនៅមួយគ្នាដឹងហើយបងប្អូនមែនទេប្តីស្វឹងមិនស្វឹងអីគឺយើងដឹងអញ្ចឹងគាត់ឆ្ងល់ថាហេតុអីក៏ប្តីរបស់គាត់ហ្នឹងអត់ទាន់មកវិញឬមកក៏ខ្យល់គោអីចឹងទៅពេលនោះគាត់បំរុងថានឹងបើកទ្វារឡានដើម្បីដើរចុះទៅក៏ស្រាប់តែគាត់ឃើញសមោមនុស្សដើរនៅខាងក្រៅឡានអញ្ចឹងគាត់គិតថាអូប្រហែលជាប្តីរបស់គាត់នឹងដើរត្រឡប់មកវិញហើយគាត់ក៏មិនបានជាបើកទ្វារឡានចុះទៅដែរប៉ុន្តែគាត់ថាគាត់អង្គុយចាំមកសន្ទុះទៀតគាត់ឆ្ងល់ក៏យូរម្ល៉េះទាំងតែមិញហ្នឹងឃើញមនុស្សដើរមកហើយហេតុអីក៏អត់ទាន់ឃើញបើកទ្វារឡានមើលទៅបែរជា10-20នាទីហ្នឹងអញ្ចឹងពេលហ្នឹងគាត់ក៏បំរុងថានឹងបើកទ្វារដើម្បីចុះទៅទៀតប៉ុន្តែលើកនេះគឺគាត់ថាគាត់ឃើញមនុស្សនឹងឈរនៅពីមុខឡានរបស់គាត់ឈរលក្ខណៈបែរខ្នងហើយបើតាមសម្លៀកបំពាក់ហ្នឹងមិនមែនជាសម្លៀកបំពាក់ប្តីរបស់គាត់ទេជាហេតុធ្វើឲ្យគាត់ភ័យគាត់ក៏ចុចដាក់កលឹះទ្វារឡានហើយយើងអង្គុយនៅកៅអីមិនកៅអីតកង់ឯណាយើងអង្គុយកៅអីអ្នកដំណើរអញ្ចឹងគឺយើងត្រូវក្រោកដើម្បីទៅចុចកលឹះទ្វារផ្សេងទៀតដើម្បីទៅចុចកលឹះទ្វារផ្សេងទៀតពេលដែលគាត់ទៅចុចហើយគាត់កលេចបែរមកវិញហ្នឹងគឺបាត់អ្នកដែលឈរនៅខាងមុខឡានបាត់ហើយគឺអត់មានឃើញទេជាហេតុដែលធ្វើឲ្យគាត់ឆ្ងល់មែនតើគាត់ថាចំមនុស្សដែលឈរពីមុខឡានរបស់គាត់មិញទៅដល់ណាបាត់ហើយពេលហ្នឹងគាត់ខំអើតមើលឆ្វេងស្ដាំដែរប៉ុន្តែវាអត់មានឃើញអីទេអញ្ចឹងនៅពេលនោះគាត់ក៏ឮសំឡេងគោះកង់ឡានពុកចឹងទៅអញ្ចឹងនៅពេលដែលឮសំឡេងគោះកង់ឡានគាត់គិតថាជាប្តីរបស់គាត់ហើយពីព្រោះយើងបើកឡានយើងចង់ដឹងឡានយើងធូរអត់យើងអត់អាចឡើងទៅសកត់បានទេមែនទេយើងត្រូវការគោះដើម្បីដឹងអញ្ចឹងគាត់ធូរចិត្តដែរពេលហ្នឹងគាត់ក៏ឮសំឡេងទាញទ្វារបើកប៉ុន្តែទាញបងប្អូនមិនមែនទាញនៅទ្វារតកង់ទេគឺទាញនៅទ្វារក្រោយអញ្ចឹងពេលហ្នឹងគាត់ឆ្ងល់មែនតើគាត់ថាប្តីគាត់ទៅទាញទ្វារក្រោយទៅអីហើយសំណាងឯដែលទ្វារគាត់ចាក់កលឹះគាត់ហ្នឹងក៏បំរុងថានឹងក្រោកទៅដើម្បីបើកអាកលឹះទ្វារណាដល់តែមើលទៅបងប្អូនគាត់ថាមិនមែនជាប្តីរបស់គាត់ទេគឺជាមនុស្សប្រុសម្នាក់ដែលខ្មៅងឹល
ឈោនៅខាងក្រៅឡើងកំពុងតែទាញទ្វារឡានអញ្ចឹងធ្វើគាត់ភ័យខ្លាំងមែនទែនភ័យខ្លាំងមែនទែនដោយសារតែគាត់គិតថាគេប្រហែលជាមានបំណងមិនល្អហើយពីព្រោះមនុស្សយើងវាអត់អាចថាឃើញឡានគេឈប់អញ្ចឹងសុកទៅទាញទ្វារឡានគេទេវាអត់កើតមានតែមនុស្សនឹងចង់ធ្វើអីឲ្យមែនទេធ្វើគាត់នឹងភ័យគាត់សឹងតែនឹងយំទៅហើយមនុស្សនឹងបន្ទាប់ពីទាញទ្វារឡានអត់លបើកគាត់ដើរចេញទៅបាត់ទៅហើយដើរហ្នឹងគាត់ថាមិនដឹងទៅទិសខាងណាទេគាត់ថាលេងលឺសំឡេងទាញទ្វារអញ្ចឹងណាហើយបាត់មនុស្សហ្នឹងមានតែដើរចេញទៅមែនអត់ពេលហ្នឹងគឺគាត់អង្គុយនៅក្នុងឡានហ្នឹងគាត់សត្វតែកូនរបស់គាត់ភ្ញាក់ឡើងយំខ្លាំងមែនតើបងប្អូនយំយោអញ្ចឹងណាគាត់ព្យាយាមកុំឲ្យកូនយំព្យាយាមលួងកូនកុំឲ្យយំទាំងតែខ្លួនឯងហ្នឹងកំពុងតែខ្លាចដោយសារតែមានមនុស្សចម្លែកហ្នឹងគឺនៅដើរនៅក្បែរឡានរបស់គាត់ហ្នឹងអញ្ចឹងគឺព្យាយាមលួងកូនកុំឲ្យយំក៏ស្រាប់តែពេលនោះគឺឮសំឡេងគោះកញ្ចក់ពុកអញ្ចឹងទៅហើយសំឡេងគោះហ្នឹងគឺមិនមែននៅខាងតកុងទេគឺនៅខាងគាត់នឹងឯងពេលដែលគាត់ក៏លេចទៅមើលទៅបងប្អូនគាត់ថាឃើញដៃមួយកំពុងតែគោះកញ្ចក់ឡានហ្នឹងប៉ុន្តែគឺអត់មានឃើញរូបរាងមនុស្សទេហើយមិនមែនលក្ខណៈថាគេប្រេងណាបងប្អូនគេប្រេងគាត់ដូចថាអង្គុយបងប្អូនអញគាត់ថាប្រហែលជាគេអង្គុយនឹងក្រោមហើយគេលូកដៃមកគោះអីចឹងណាប៉ុន្តែអត់ទេគាត់ថាអត់មែនអញ្ចឹងទេលក្ខណៈថាដូចមនុស្សឈោហើយលើកដៃគោះអញ្ចឹងគឺឃើញតែដៃទេពេលហ្នឹងគឺគាត់ចង់យំមែនតើប៉ុន្តែអត់អាចយំដោយសារតែកូនកំពុងតែយំហើយកូនកំពុងតែយំហើយយំបណ្ដាងកូនមិនកើតដៃនោះគឺនៅគោះអញ្ចឹងឲ្យកូនគឺកាន់តែស្រែកខ្លាំងទៅហើយគាត់នេះហូរទឹកភ្នែកមកឲ្យបងប្អូនដោយសារតែខ្លាចគាត់ថាអត់អាចយំឲ្យចេញសម្លេងបានទេពេលដែលកំពុងតែភ័យខ្លាចហ្នឹងគាត់ស្រាប់តែដៃហ្នឹងគឺបាត់ទៅដៃបាត់ទៅក៏ស្រាប់តែឡានហ្នឹងអង្គើបងប្អូនហាក់បីដូចជាមានមនុស្សហ្នឹងមកអង្រួនឡានហ្នឹងរុញទៅឆ្វេងរុញទៅស្ដាំអញ្ចឹងជាធ្វើគាត់ហ្នឹងគឺភ័យខ្លាំងមែនតើគាត់គិតតែពីក្នុងចិត្តគាត់គឺគិតតែពីបន់បងប្អូនគុណម៉ែគុណឪជួយកូនចៅផងពុទ្ធពធប្រសងជួយកូនចៅផងអីចឹងណាគាត់ថាមកសទុះធំក៏ស្ងាត់ពេលហ្នឹងក៏គាត់ឃើញប្តីរបស់គាត់ហ្នឹងដើរមកហើយប្តីរបស់គាត់ហ្នឹងដើរមកគឺមើលឆ្វេងមើលស្ដាំដូចជាកំពុងតែមានចម្ងល់ទៅលើរឿងអីមួយអញ្ចឹងពេលហ្នឹងប្តីរបស់គាត់ដើរមកគាត់ទាញទ្វារឡានបើកប៉ុន្តែបើកមិនកើតបើគាត់ចាក់សោហើយហ្នឹងអញ្ចឹងទៅគាត់ព្យាយាមមើលតែជាប្តីរបស់គាត់មែនអត់អញ្ចឹងពេលហ្នឹងប្តីរបស់គាត់ក៏គោះកញ្ចក់ហើយគាត់ក៏ឆោងទៅចុចកញ្ចក់តម្លាក់ណាពេលហ្នឹងប្តីរបស់គាត់ថាអូនឯងបើកសោឲ្យបងហើយគាត់ក៏បើកទៅប្តីគាត់ចូលឡានមកហើយក៏បើកឡានចេញពីកន្លែងហ្នឹងទៅប្តីរបស់គាត់ណាហាក់បីដូចជាអត់មានចាប់អារម្មណ៍ទៅមើលទៅលើស្ថានភាពរបស់ប្រពន្ធដែលមានទឹកមុខក្រៀមក្រំទឹកមុខភ័យព្រួយមានស្នាមទឹកភ្នែកនៅនឹងភ្នែកគឺអត់មានខ្មល់ណាគាត់ថាប្តីរបស់គាត់គិតតែពីមើលឆ្វេងមើលស្ដាំបើកឡានចេញទៅហើយមើលឆ្វេងមើលស្ដាំអញ្ចឹងទៅហើយគាត់នឹងប្តីរបស់គាត់បងប្អូនធ្វើដំណើរគឺអត់មានណាគេនិយាយរោណាគេទេគឺស្ងាត់ឲ្យជ្រាបនៅក្នុងឡានហ្នឹងសូម្បីតែចម្រៀងក៏ប្តីគាត់បើកផងអញ្ចឹងក៏រហូតមកដល់ភ្នំពេញអញ្ចឹងនៅពេលដែលមកដល់ភ្នំពេញហ្នឹងក៏រយអវ៉ាន់ចូលទៅក្នុងផ្ទះពេលចូលដល់ក្នុងផ្ទះគាត់ក៏នៅតែមិននិយាយរកប្តីរបស់គាត់ដែរសារតែគាត់ខឹងប្តីរបស់គាត់ដែលអត់មានសួរនាំគាត់ហើយទៅនោមមិនក៏យូរម្លេះមិនក៏ទុកគាត់ឲ្យនៅម្នាក់ឯងឲ្យគាត់ភ័យខ្លាចអីចឹងណាហើយប្តីរបស់គាត់នឹងទៀតសំដល់ផ្ទះគាត់ឡើងក្រេគាត់គេងបាត់ទៅលុះដល់ស្អែកឡើងប្តីរបស់គាត់នឹងក៏និយាយរកគាត់ប៉ុន្តែគាត់និយាយជាមួយប្តីរបស់គាត់ទេប្តីរបស់គាត់សួរថាអណៃការីគេអញ្ចឹងណាគាត់និយាយអត់និយាយរកគាត់អីចឹងណាទៅធ្វើការធ្វើអីចឹងទៅត្រឡប់មកវិញប្តីរបស់គាត់និយាយជាមួយគាត់នៅតែអត់និយាយដល់ប្តីរបស់គាត់សួរថាណៃខឹងបងរឿងអីចឹងទៅអញ្ចឹងដល់ថាប្តីគាត់សួរទៅគាត់ក៏ស្ដីប្តីរបស់គាត់បែបថាខឹងអីចឹងណាប្តីរបស់គាត់ក៏ស្ងាត់ទៅចឹងក្រោយទៅមនុស្សស្រីដែលបងប្អូនដឹងចឹងតែគាត់ខឹងគាត់តាមនិយាយអស់ពីក្នុងចិត្តរបស់គាត់ហ្នឹងគឺគាត់ឈប់និយាយហើយគាត់តែចង់ឲ្យយើងដឹងអីចឹងណាអញ្ចឹងទៅក៏គាត់និយាយអស់អញ្ចឹងទៅពេលហ្នឹងក៏ប្តីរបស់គាត់និយាយថាអូនឯងឃើញខ្លះសួរនាំមកគាត់នេះគាត់ក៏និយាយរឿងរ៉ាវដែលគាត់បានឃើញពេលដែលនៅក្នុងឡានម្នាក់ឯងហ្នឹងប្រាប់ទៅប្តីរបស់គាត់និយាយបដៅគាត់យំបដៅគាត់ថាកូនយំផងខ្ញុំត្រូវគេមកអញ្ចឹងអីចឹងណាខ្ញុំបើសិនជាបងឯងមានអារម្មណ៍មិនដែរបើឯងយល់អារម្មណ៍មនុស្សស្រីអត់អីចឹងទៅពេលហ្នឹងប្តីរបស់គាត់ថាអូននៅបងសុំទោសមិនមែនថាបងនឹងចង់ទុកអូនឯងនឹងកូនចោលក្នុងឡានទេអញ្ចឹងប្តីរបស់គាត់ក៏រៀបរាប់នៅព្រឹត្តិការណ៍ដែលប្តីរបស់គាត់នឹងគឺជួបការពីយប់ហ្នឹងប្តីរបស់គាត់និយាយថាពេលហ្នឹងគឺគាត់ទៅបត់ជើងតូចនៅពេលដែលគាត់កំពុងតែបត់ជើងតូចហ្នឹងគាត់ក៏ស្រាប់តែថាឮសំឡេងចម្លែកហើយគាត់ក៏កលេបមកមើលនៅពេលដែលគាត់កលេបមកមើលមកគឺគាត់ថាគាត់ឃើញមនុស្សបងប្អូនអង្គុយនៅពេញតែនឹងហែងអង្គុយហ្នឹងគឺលក្ខណៈថា
ដូចតអង្គុយចောင်းហោងនៅក្រោមដើមឈើមើលទៅខ្មៅអញ្ចឹងណាប៉ុន្តែក៏មិនមែនថាពេញមកដីនឹងរកកន្លែងដោតមានដែរគឺថាគួយតែនេះមួយតែនោះមួយតែនេះមួយតែនោះមួយក៏វាច្រើនអ្នកបើយើងមើលទៅរាប់ទៅវាជា20 30នាក់ហ្នឹងអង្គុយនៅហ្នឹងអញ្ចឹងពេលហ្នឹងគឺគាត់ឆ្ងល់គាត់ថាមនុស្សមកពីណាមកអង្គុយហើយគាត់ថាគាត់បត់ជើងតូចហ្នឹងគឺច្រើនមែនតើគឺច្រើនណាស់គាត់ថាមិនដឹងប្រហែលនាទីទេតរំតែហើយគាត់ក៏ដើរមកវិញគឺគាត់អត់ឃើញឡានរបស់គាត់ទេអ្វីដែលគាត់ឃើញហ្នឹងគឺគាត់ឃើញរទេះគោមួយដែលចតចោលនៅនឹងក្បែរផ្លូវអាកន្លែងដែលឡានរបស់គាត់ឈប់ហ្នឹងគឺនៅហ្នឹងអញ្ចឹងទៅគឺគាត់ឆ្ងល់មែនតើគាត់ព្យាយាមរកមើលឡានរបស់គាត់ពេលហ្នឹងគាត់ថាគាត់អត់ច្បាស់ថាអ្នកដែលអង្គុយហ្នឹងជាខ្មោចឬក៏ជាមនុស្សទេគាត់បានដើរទៅសួរគេសួរអ្នកនេះសួរអ្នកនោះចឹងថាបងមានឃើញឡានខ្ញុំមួយមនុស្សទាំងអស់ហ្នឹងគាត់ទៅពីចឹងណាអត់មានតែគេឆ្លើយតបថាឃើញឬក៏មិនឃើញអីគឺអត់ទេគិតតែពីហ៊ីនឹងឯងហើយគាត់ក៏ដើរគាត់ថាដើរឆ្វែកន្លែងហ្នឹងឯងដើររੂឡានរបស់គាត់ប៉ុន្តែអត់ឃើញទេហើយគាត់ថាមិនមានឡានបើកសំបីតែមួយនិយាយទៅគឺដូចថាខែវាពន្លឺមកប៉ុណ្ណាគឺប៉ុណ្្នឹងអញ្ចឹងទៅអាតេះគោហ្នឹងក៏នៅហ្នឹងហើយគាត់ហ្នឹងក៏ដើរឆ្វែអាតេះគោហ្នឹងដែរគាត់ព្យាយាមដើរគោះអាតេះគោហ្នឹងក្រែងលោថាជារូបភាពបំភាន់ភ្នែកឬក៏យ៉ាងម៉េចអីចឹងណាប៉ុន្តែគោះទៅវាជាឈើវាអត់មែនជាឡានជាអីទេបន្ទាប់មកគាត់ថាគាត់ដើរចុះដើរឡើងអញ្ចឹងទៅគាត់ថាក៏មនុស្សទាំងអស់នោះក្រោកពីអង្គុយនឹងមកគាត់ដើរមកពីក្រោយគាត់របស់គាត់ណាបងប្អូនគាត់អត់ដឹងទេគាត់ដឹងថាគេដើរមកពីក្រោយគាត់ពីកាលទេគាត់នឹងអាឡ័យតែដើរចុះឡើងងាកឆ្វេងងាកស្ដាំអញ្ចឹងទៅគាត់សត្វតែបាត់មនុស្សទាំងអស់ហ្នឹងហើយនៅពេលដែលចាប់អារម្មណ៍មើលហ្នឹងគឺឃើញមនុស្សទាំងអស់ហ្នឹងគឺដើរពីក្រោយខ្នងរបស់គាត់អញ្ចឹងធ្វើឲ្យគាត់ហ្នឹងគឺភ័យមែនតើប៉ុន្តែគាត់ថាភ័យយ៉ាងណាក៏ដោយគាត់ថាមិនដឹងជាមានអីមកខំក្រងឬមកក៏សង្កត់គាត់ដូចថាកុំឲ្យខ្លាចកុំឲ្យអីចឹងណាដើរទៅគាត់នឹកឃើញថាអូម៉ែអើយប្រពន្ធខ្ញុំកូនខ្ញុំមិនហើយទេគាត់ក៏នឹកឃើញទៅដល់គុណម៉ែគុណឪគាត់ទៀតប្រពន្ធគាត់នឹកឃើញនៅក្នុងឡានគាត់នឹកឃើញយ៉ាងក្រៅដល់នឹកឃើញអញ្ចឹងទៅគាត់ក៏កលេចទៅឃើញភ្លើងបងប្អូនឃើញភ្លើងហើយទាំងដែលឡានរបស់គាត់ហ្នឹងគឺវាបើកភ្លើងពេលដែលកលេចទៅឃើញភ្លើងគាត់ថាភ្លើងឡានគាត់តើគាត់ក៏ដើរមកឡានហើយអញ្ចឹងហើយជាមូលហេតុដែលគាត់ថាគាត់ដើរមកឡានគាត់ឆ្ងល់ថាហេតុអីបានជាឡានគាត់នៅកន្លែងតេះគោហ្នឹងទាំងដែលមុនហ្នឹងគាត់ដើរមកគោះតេះគោហ្នឹងមើលគាត់ដើរមកហ្នឹងគាត់អត់ដឹងថាវាជាឡានរបស់គាត់ទេតែទើបតែឃើញភ្លើងហ្នឹងមកបានដឹងថាជាឡានរបស់គាត់អញ្ចឹងអានេះគឺអាចថាជាព្រឹត្តិការណ៍មួយដែលវាជាន់គ្នាដូចថាគេបំភាន់ភ្នែកបងរ៉ាណាគេបំភាន់ភ្នែកបងកាមេរ៉ាឲ្យឃើញថាប្តីរបស់គាត់មកគូសទ្វារប៉ុន្តែគេបំភាន់មិនឲ្យថាឃើញជាប្តីរបស់គាត់ទេឲ្យឃើញតែជាអ្នកផ្សេងអញ្ចឹងទៅជាបានជាគាត់ដឹងគាត់ភ័យគាត់ខ្លាចតាមពិតអ្នកដែលអាចគូសហ្នឹងអាចទៅជាប្តីរបស់គាត់មែនទេបងប្អូនហ្នឹងគិតដូចខ្ញុំអត់ប៉ុន្តែគាត់ថាគាត់តែគាត់មិនបាននិយាយប្រាប់ខ្ញុំអាហ្នឹងគាត់នៅការសន្និដ្ឋានរបស់ខ្ញុំទេហើយបងប្អូនអាចសន្និដ្ឋានសាកមើលទៅចឹងមកគាត់មកគាត់បើកទ្វារអីជាប់សោចអីចឹងទៅប្រពន្ធគាត់បើកទ្វារឲ្យចឹងគាត់ជិះចេញពីហ្នឹងមកហើយគាត់ថានៅពេលដែលជិះមកហ្នឹងគាត់ថាឃើញមានមនុស្សនឹងដើរជាជួរតាមផ្លូវអញ្ចឹងហើយជាហេតុដែលគាត់ដូចតែជិះឡានចេញមកហ្នឹងគាត់មើលឆ្វេងមើលស្ដាំអញ្ចឹងណាអញ្ចឹងគាត់ថានៅពេលដែលមកដល់ផ្ទះគាត់នេះគាត់ថានៅតាមផ្លូវគាត់មានអារម្មណ៍ថាគាត់អត់ដឹងនិយាយអីអត់ចង់និយាយជាមួយប្រពន្ធរបស់គាត់ហើយនៅពេលដែលមកផ្ទះគាត់ដឹងនិយាយអីគាត់មានអារម្មណ៍ថាអស់កម្លាំងគាត់ចង់គេងជាហេតុដែលធ្វើឲ្យបងកាមេរ៉ាគាត់ខឹងខ្លាំងថាប្តីរបស់គាត់នឹងអត់មានសួរបារម្ភពីសុខទុក្ខរបស់គាត់ទេអញ្ចឹងទៅគាត់ថាបន្ទាប់មកគាត់ក៏យករឿងហ្នឹងទៅប្រាប់ម្ដាយឪពុករបស់គាត់ម្ដាយឪពុករបស់គាត់អញ្ចឹងទៅម្ដាយឪពុករបស់គាត់ហ្នឹងក៏នាំទៅវត្តណាបងប្អូនទៅស្រោចទឹកស្រោចអីចឹងទៅបន្ទាប់ពីស្រោចទឹកស្រោចអីហើយក៏យករឿងហ្នឹងទូពិតទៅកាន់ព្រះគ្រូចតុការពេលហ្នឹងក៏ព្រះគ្រូចតុការលោកមានសន្និដ្ឋានថាមិនទៅជាបញ្ហាអីធំដុំទេមូលហេតុក៏ដោយសារតែញោមទាំងពីរហ្នឹងគឺរិស័យដាក់ទាំងពីរនាក់ហើយញោមប្រុសនេះគឺទំនោមចោះមកកន្លែងគេអញ្ចឹងបានជាគេប្រកាន់ក៏ប៉ុន្តែសំណាងដែលកូនរបស់ញោមហ្នឹងគឺជាអ្នកដែលមានរិស័យខ្ពស់ជាអ្នកដែលដូចថាអ្នកយើងអាចនិយាយថាអ្នកដែលមានគេកាន់គេថែរក្សាមកកើតអីចឹងណាអញ្ចឹងទៅបានជាពពួកហ្នឹងវាធ្វើអីពួកញាតិញោមអត់បានហើយណាមួយទៀតគឺញោមបាននឹករំលឹកទៅដល់គុណរបស់ឪពុកម្ដាយគុណព្រះរតនត្រ័យអញ្ចឹងទៅគឺគុណឪពុកម្ដាយគុណព្រះពុទ្ធរតនត្រ័យហ្នឹងក៏លោកតាមថែរក្សាអញ្ចឹងទៅអាហ្នឹងតាមអីដែលព្រះគ្រូចតុការលោកមានសង្ឃដីកាណាបងប្អូនហើយខ្ញុំក៏មិនដឹងដែរថាជាការពិតអត់ពីព្រោះដោយតែនិយាយអញ្ចឹង
ដូចខ្ញុំតែនិយាយចឹងវិជាសាស្ត្រគេបកស្រាយអីណាថារឿងខ្មោចហ្នឹងវាមិនមែនជារឿងពិតទេវាមកពីអីណា illusion ស្អីណានៃចឹងណាអញ្ចឹងមកខ្ញុំតែនិយាយថារឿងខ្មោចវាដូចជារឿងប្រឌិតអញ្ចឹងអ្នកជួបគឺជួបអ្នកមិនជួបគឺថាអត់អ្នកជួបថាមានអ្នកមិនជួបថាអត់ក៏ប៉ុន្តែអាហ្នឹងវាជាការគិតរបស់យើងម្នាក់មិនបាច់ចាំទៅដាក់បាក់បន្ទុកឬក៏ទៅព្យាយាមតេះដៀននរណាម្នាក់ដែរហើយឃើញខ្មោចហ្នឹងក៏ដោយសារតែចេះឬក៏ឯងមិនជឿឯងសាក់ឲ្យខ្មោចលោកមើលអីចឹងណាហ្នឹងគឺមិនបាច់ទៅអញ្ចឹងទេអញ្ចឹងគាត់ថាចាប់ពីថ្ងៃហ្នឹងមករាល់ពេលដែលគាត់ធ្វើដំណើរទៅណាក៏ដោយគាត់តែងតែនាំកូនគាត់ទៅតែថាកូនរបស់គាត់ធំឡើងទៅក៏លេងបាននាំដើរជាមួយណាព្រោះគ្នាឡៃរៀនឡៃសូត្រចឹងណាបងប្អូនចឹងនេះគឺជារឿងរ៉ាវរបស់បងកាមេរ៉ាដែលពាក់ព័ន្ធជាមួយនឹងដូចតែប្តីគាត់ទៅនោមចាំមកកន្លែងគេទៅក៏គេបំភាន់ភ្នែកបំភាំងភ្នែកចឹងទៅគាត់ថារឿងនេះបងប្អូនស្ដាប់ទៅខ្លាចមិនខ្លាចទេអាហ្នឹងគឺស៊ីសងរបស់បងប្អូនទេអញ្ចឹងខ្ញុំចូលទៅសាច់រឿងទី3ដែលសាច់រឿងទី3នេះដែរគឺយើងនឹងមកនិយាយនៅសាច់រឿងរបស់បងប្រុសម្នាក់ដែលឈ្មោះរបស់គាត់ហ្នឹងគឺឈ្មោះថាបងរិនសាច់រឿងរបស់បងរិននេះដែរគឺកាត់ឡើងនៅក្នុងខេត្តបន្ទាយមានជ័យបងប្អូនបងរិនគាត់និយាយថាគាត់បានការដូចជាឆ្នាំ2009គាត់បានការជាមួយនឹងមនុស្សស្រីនៅក្នុងភូមិម្នាក់ដែលជាកូនអ្នកភូមិជាមួយគ្នាដែរអញ្ចឹងណាតាមពិតទៅក៏ពួកគាត់បានឆ្លាញ់គ្នាដែរគាត់ថាឪពុកម្ដាយគាត់ដូចថាឆ្លាញ់រាប់អានគ្នាអញ្ចឹងទៅក៏ផ្សំផ្គុំពួកគាត់អញ្ចឹងផ្ទះរបស់ខាងប្រពន្ធរបស់គាត់ហ្នឹងគឺនៅក្នុងភូមិជាមួយគ្នានឹងទេប៉ុន្តែឪពុកម្ដាយគឺបានបែងចែកគឺបានចែកផ្ទះមួយទៅប្រពន្ធរបស់គាត់ដែលផ្ទះនោះគឺនៅនឹងចុងភូមិណាដែលទាំងដាច់សញ្ញាពីគេដែរគាត់ថាមិនទៅដល់ឆ្ងាយអីណាតែឯងទេគាត់ថាបើយើងនិយាយអំពីផ្ទះដែលនៅចុងគេហ្នឹងគឺរំលងពីផ្ទះហ្នឹងមកបានប្រហែលជា3ស្រែហ្នឹងគឺដល់ផ្ទះហ្នឹងហើយដែលតាមពិតទៅផ្ទះហ្នឹងក៏មិនមែនជាផ្ទះទុកចោលដែរគឺឪពុករបស់គាត់ធ្វើនៅនឹងមួយទៀតហើយគាត់ឧស្សាហ៍មកសារ៉ានលេងនៅនឹងដែរអញ្ចឹងណាអញ្ចឹងគាត់ក៏បានចែកផ្ទះហ្នឹងមកឲ្យបងរិនហើយនឹងប្រពន្ធរបស់គាត់អញ្ចឹងមូលហេតុបងប្អូនប្រកាសជាឆ្ងល់ថាហេតុអីបានជាកូនគាត់នឹងកូនស្រីទេហើយនៅពេលដែលការគឺកូនភាសាចូលមកហើយបានជាមិនឲ្យនៅជាមួយសម្រាប់បញ្ហានេះក៏ខ្ញុំអត់ដឹងដែរពីព្រោះបងរិនគាត់បានប្រាប់ខ្ញុំទេមិនដឹងថាពុកក្មេករបស់គាត់គិតអីណាបងប្អូនមិនដែរក៏នឹងជារឿងរបស់គាត់ទេអញ្ចឹងយើងស្ដាប់ពីរឿងខ្មោចយើងទៅគាត់ថានៅផ្ទះហ្នឹងគឺមានដើមពិលមួយដើមធំដែលនៅក្បែរផ្ទះហ្នឹងណាប៉ុន្តែមិនមែននៅក្រៅដីទេគឺនៅក្នុងដីផ្ទះរបស់គាត់នឹងឯងឪពុករបស់គាត់ឪពុកក្មេករបស់គាត់និងម្ដាយក្មេករបស់គាត់មិនកាប់ដើមពិលនឹងចោលទេគាត់បានសាកសួរទៅប្រពន្ធរបស់គាត់ដែរថាហេតុអីបានជាមិនកាប់ដើមពិលនឹងចោលទុកទៅអីនៅក្នុងផ្ទះហ្នឹងអញ្ចឹងទៅក៏ប្រពន្ធរបស់គាត់និយាយថាឪពុកម្ដាយរបស់គាត់ហ្នឹងគឺគាត់ថាទុកនៅនឹងហើយគាត់នឹងបានបេះត្រួយអំពិលលក់បេះផ្លែអំពិលលក់ឬក៏ពេលអំពិលទុំនេះក៏បេះទុកបេះអីចឹងណាអញ្ចឹងបងប្អូននៅខាងខេត្តបន្ទាយមានជ័យដឹងហើយគឺចូលចិត្តណាស់បុកមជូរហ្នឹងហើយខ្ញុំក៏ដូចគ្នាដែរខ្ញុំទៅស្រុកហ្នឹងគឺថាមីងមាសួរថាចង់ហូបអីគឺខ្ញុំអត់ដែលតែនិយាយថាចង់ហូបអីក្រៅពីបុកមជូរហើយនឹងបន្លែព្រៃទេដូចមួយរយៈនេះគឺហូបអាណោហូបព្រិចគឺហូបពពួកអស់នឹងច្រើនដកទូអីហ្នឹងហើយដកទូហ្នឹងទើបតែហូបលើកទី1ទេប៉ុន្តែឆ្ងាញ់ខ្ញុំចូលចិត្តហូបបន្លែព្រៃបងប្អូនហើយមានកញ្ចក់អណ្ដើកអីទៀតគឺកាន់តែអេមថ្ងៃមុនហ្នឹងទៅភ្នំច័ន្ទទៅអាណោទៅព្រិចហ្នឹងដកបានកញ្ចក់អណ្ដើក2វាអត់ទាន់លាស់ចេញមកណាបងប្អូនអញ្ចឹងដកបាន2ហើយភ្នំច័ន្ទក៏គេរៀបស្អាតដែរអញ្ចឹងសប្បាយដែរបងប្អូនអញ្ចឹងគាត់ថាដោយសារតែប្រពន្ធរបស់គាត់ប្រាប់មកអញ្ចឹងហើយក៏គាត់អូខេទុកតាហ្នឹងទៅអញ្ចឹងយប់ទី1ដែលគាត់គេងនឹងផ្ទះហ្នឹងគាត់ថាកំពុងតែគេងគាត់ស្រាប់តែឮសម្រុបជើងមនុស្សដើរនៅខាងលើផ្ទះហ្នឹងដោយគាត់គេងនៅខាងលើផ្ទះហ្នឹងដែរគាត់ថាឮសម្រុបជើងដើរហើយពេលហ្នឹងគឺអត់មានភ្លើងទេគាត់អោយជាគៀងនៅឡើយទេអញ្ចឹងទៅក៏ឮសំឡេងសម្រុបជើងដើរពេលនោះគាត់ក៏ភ្ញាក់មកគាត់គិតថាប្រពន្ធរបស់គាត់ទៅណាតែគាត់ស្ទាបទៅគាត់ប៉ះប្រពន្ធរបស់គាត់អញ្ចឹងមានតែប្រពន្ធរបស់គាត់គឺគេងនៅក្បែរខ្លួនរបស់គាត់ប្រពន្ធរបស់គាត់ហ្នឹងគឺអត់បានក្រោកទៅណាទេហើយចុះសំឡេងសម្រុបជើងដែលដើរហ្នឹងគឺជាសំឡេងរបស់នរណាគេប៉ុន្តែគាត់គិតមួយយ៉ាងវិញទៅគាត់គិតថាប្រហែលជាពីថ្ងៃហ្នឹងវាក្តៅអញ្ចឹងទៅក៏ថ្ងៃសង្កសីឬក៏ឈើហ្នឹងវារួមមៀតអីចឹងណាដល់ថាវាត្រូវតិចត្រូវអញ្ចឹងវារីកមៀតទៅវាធ្វើឲ្យលឺសំឡេងប្រេកប្រក់ដូចមនុស្សដើរអញ្ចឹងអាហ្នឹងគាត់គិតអញ្ចឹងគាត់ក៏មិនបានខ្វល់ដែរគាត់ក៏សង្ងំគេងទៅសង្ងំគេងសុកហ្នឹងគាត់ក៏ត្រូវបានភ្ញាក់មកម្ដងទៀតដោយសារតែគាត់មានអារម្មណ៍ថាគាត់នឹងសើបជើងខ្លាំងមែនតើហាក់បីដូចជាមាននរណាគេម្នាក់ហ្នឹងមកកេះជើងរបស់គាត់អញ្ចឹងពេលនោះគាត់ក៏បើកភ្នែកមើលហើយនៅពេលដែលគាត់បើកភ្នែកមើលមកនោះគឺគាត់បានឃើញមនុស្សស្រីម្នាក់អង្គុយនៅខាងចុងជើងហ្នឹងក៏ប៉ុន្តែគាត់ថាមើលអត់ឃើញមុខទេហើយហេតុអីបានជាគាត់ដឹងថាមនុស្សស្រី
ដោយសារតែគាត់ឃើញសក់នឹងវែងហើយពន្លឺភ្លើងនោះវាជះពីក្រៅចូលមកក្នុងគាត់ថាវាមិនទៅភ្លឺខ្លាំងអីវាអាចច្រឡំពន្លឺភ្លើងពន្លឺបច្ច័នអញ្ចឹងទៅវាជះមកវាអាចមកមើលឃើញសក់មើលឃើញអីចឹងទៅអញ្ចឹងគាត់ភ្ញាក់គាត់ស្ទុះក្រោកគាត់ថាគាត់ស្ទុះក្រោកនោះក៏ស្រាប់តែប្អួយនោះវាលបើកបងប្អូនខ្យល់វុបប្អួយនោះលបើកអញ្ចឹងទៅក៏បាត់មនុស្សស្រីម្នាក់ហ្នឹងហាក់បីដូចជាគេហ្នឹងហោះតាមប្អួយទៅបាត់អញ្ចឹងពេលហ្នឹងប្រពន្ធរបស់គាត់នោះក៏ស្ទុះក្រោកមកឲ្យសួរនាំគាត់ថាកាលគេមានរឿងអីបានជាស្ទុះក្រោកអីចឹងណាពេលហ្នឹងក៏គាត់មិនហ៊ាននិយាយដែរខ្លាចលោតែប្រពន្ធខ្លាចអញ្ចឹងទៅគាត់ថាអត់អីទេអត់មានបញ្ហាអីទេឲ្យប្រពន្ធគេងទៅវិញទៅអញ្ចឹងក៏សង្ងំគេងទៅវិញគាត់ថាគាត់សង្ងំគេងអញ្ចឹងទៅដល់ព្រលឹមឡើងដោយសារតែគាត់ធ្លាប់រស់នៅជាមួយនឹងម្ដាយឪពុករបស់គាត់ហ្នឹងគឺគាត់តែងតែក្រោកពីព្រលឹមដោយសារតែអត់មានកូនស្រីអញ្ចឹងណាអញ្ចឹងគាត់តែងតែក្រោកមកដើម្បីបោះច្រាសផ្ទះសម្បែងអញ្ចឹងទៅតាមពិតទៅម្ដាយឪពុកគាត់មិនប្រើទេគាត់ថាគាត់ចង់ជួយសម្រាលការងារម្ដាយឪពុករបស់គាត់អញ្ចឹងណាអញ្ចឹងវាត្រឡប់រហូតមកដល់សប្តាហ៍ថ្ងៃអញ្ចឹងទៅគាត់ថាពេលហ្នឹងគាត់ក៏ក្រោកមកហើយប្រពន្ធរបស់គាត់ហ្នឹងគឺអត់ទាន់ក្រោកទេគាត់ក៏ដើរចុះមកក្រោមដើម្បីយកអំបោះហ្នឹងដើម្បីបោះសម្អាតសម្រាមស្លឹកឈើជាដើមអញ្ចឹងទៅពេលដែលកំពុងតែបោះសុកហ្នឹងក៏គាត់ស្រាប់តែកលេចមកខាងមុខផ្ទះហើយនៅពេលដែលគាត់កលេចមកខាងមុខផ្ទះគឺគាត់ឃើញមានមនុស្សស្ត្រីហ្នឹងចំណាស់ម្នាក់ឈរនៅខាងមុខផ្ទះរបស់គាត់ហ្នឹងប៉ុន្តែឈរនៅក្រៅលបងបងប្អូនឈរនៅក្រៅលបងមើលមកកាន់គាត់ឆ្ងល់មែនតើគាត់ព្យាយាមមើលឲ្យដឹងថាតើជានរណាគេក្រែងលោតាចាស់នៅក្នុងភូមិគាត់ធ្វើដំណើរកាត់តាមនឹងយន្តគាត់អើតមើលអត់អីចឹងណាក៏ប៉ុន្តែគាត់ថាមើលទៅមុខហ្នឹងគឺមិនដូចជាចាស់ដែលនៅក្នុងភូមិរបស់គាត់ទេគឺលក្ខណៈថាគាត់មិនដែលឃើញមុខមាត់បែបហ្នឹងចឹងណាអញ្ចឹងទៅគាត់ក៏នឹកឆ្ងល់ថាអូតិចលោទៅគាត់មកពីខេត្តឬក៏មកពីភូមិណាផ្សេងហ្នឹងគាត់មករោអីដឹងមករោទឹកហូបទឹកអីដឹងអញ្ចឹងពេលហ្នឹងក៏បង្រិនគាត់ដើរដើម្បីថាមកសួរនាំអញ្ចឹងណាពេលដែលគាត់ដើរមកហ្នឹងក៏ស្រាប់តែអ៊ំស្រីម្នាក់ហ្នឹងគាត់ក៏ដើរហួសទៅគាត់រៀងចម្លែកចិត្តដែរទៅថាពេលដែលគាត់មិនទាន់ដើរមកអ៊ំហ្នឹងគឺឈរស្រឡឹងមើលមកកាន់គាត់ដល់ទៅពេលគាត់ដើរមករោស្រាប់តែអ៊ំហ្នឹងក៏ដើរចេញគាត់ក៏មិនបានខ្វល់ដែរគាត់ក៏មកបោសសម្អាតសម្រាមអីចឹងទៅពេលនោះប្រពន្ធរបស់គាត់ក៏ចុះមកហើយក៏យកអំបោះពីគាត់ក៏ដើរទៅរែកទឹកដើម្បីដាក់ពាងអីចឹងណាទុកប្រើប្រាស់អញ្ចឹងនៅពេលដែលគាត់ទៅដល់កន្លែងស្រះដែលគាត់ត្រូវរែកក៏ដងទឹកដងអីហើយក៏រែកដើរមកផ្ទះរបស់គាត់វិញនៅពេលដែលធ្វើដំណើរមកជិតដល់ផ្ទះរបស់គាត់នេះគាត់ក៏ស្រាប់តែក្រឡេកឃើញមនុស្សម្នាក់ណាបងប្អូនឈរនៅក្បែរនឹងគល់ដើមអំពិលហ្នឹងហើយឈរហ្នឹងគឺឈរមើលមកកាន់ប្រពន្ធរបស់គាត់ហើយមនុស្សហ្នឹងគឺជាមនុស្សស្រីក៏ប៉ុន្តែគាត់ថាគាត់ឃើញលើកនេះគឺមិនមែនជាមនុស្សស្រីចំណាស់ទេបើតាមមើលទៅគឺមនុស្សស្រីប្រហែលជាអាយុខ្ទង់40ឬក៏50ឆ្នាំអញ្ចឹងណាគឺឈរនៅនឹងគល់នៃដើមអំពិលហ្នឹងហើយគាត់ហ្នឹងក៏ឆ្ងល់ដែរថានរណាគេពីព្រោះគាត់មើលមុខទៅគឺមិនច្បាស់ថាជាអ្នកណាគេប្រកាសណាមួយដូចនិយាយចឹងវាមិនតាន់ជាភ្លឺណាទេវាមហាពលឺព្រះអាទិត្យមកឬភ្លឺព្រាអញ្ចឹងណាគាត់ក៏គិតថាប្រហែលជាមិត្តភ័ក្តិរបស់ប្រពន្ធរបស់គាត់ហ្នឹងគេមកលេងគេមកអីហើយឬក៏ប្រពន្ធគាត់ទៅផ្សារទៅអីចឹងណាគាត់ក៏មិនខ្វល់ដែរគាត់ក៏រែកទឹកម្ដងក៏ចាក់ចូលទៅក្នុងពាងបន្ទាប់ពីចាក់ចូលទៅក្នុងពាងហើយពេលនោះក៏ប្រពន្ធរបស់គាត់ក៏ដើរមករកគាត់ហើយនិយាយថាបងថ្ងៃនេះចង់ហូបអីគេខ្ញុំទៅផ្សារចឹងទៅគាត់ថាអូគាត់គិតក្នុងចិត្តថាអូប្រហែលជាមិត្តភ័ក្តិរបស់ប្រពន្ធរបស់គាត់ហ្នឹងមកបបួលប្រពន្ធរបស់គាត់ទៅផ្សារមែនហើយពេលនោះគាត់ក៏ប្រាប់ទៅប្រពន្ធរបស់គាត់ថាអត់អីទេអូនឯងធ្វើអីញ៉ាំក៏បងញ៉ាំដែរអញ្ចឹងទៅប្រពន្ធរបស់គាត់ថាអញ្ចឹងខ្ញុំទៅណាបងអញ្ចឹងក៏គាត់ថាអត់អីទេអូនទៅពេលហ្នឹងគាត់ក៏ដាក់ពួកធុងពួកអីដើម្បីដើរទៅដងទឹកម្ដងទៀតហើយកលេចមើលទៅប្រពន្ធរបស់គាត់ហ្នឹងឃើញប្រពន្ធរបស់គាត់ដើរតែម្នាក់ឯងទេហើយមនុស្សស្រីដែលឈរនៅនឹងគល់ដើមអំពិលហ្នឹងគឺឈរនៅកន្លែងហ្នឹងដដែលក៏ស្អាតតែប្រពន្ធគាត់ដើរផុតហួសចេញពីលបងទៅហើយដើរទៅផ្សារហ្នឹងគឺដើរសំដៅចូលមកក្នុងភូមិវិញបងប្អូនដោយសារតែអញ្ចេះយើងមិនដើរទៅផ្សារលក្ខណៈថាយើងដើរទៅទេព្រោះផ្សារវារៀងឆ្ងាយយើងត្រូវមកភូមិដើម្បីដូចថាយើងរោអីជីអញ្ចឹងណាដូចថាអ្នកភូមិគេព្រលឹមហ្នឹងក៏នាំគ្នាទៅផ្សារយើងទៅជាមួយគេអញ្ចឹងទៅអ្នកខ្លះក៏បរតែគោអ្នកខ្លះក៏បរគោយន្តក៏បរអញ្ចឹងយើងឡើងទៅមួយគេពេលដែលប្រពន្ធគាត់ដើរទៅមនុស្សស្រីម្នាក់ហ្នឹងក៏ស្រាប់តែអណ្ដែតមករកគាត់បងប្អូនអណ្ដែតមកហ្មងគាត់ដំបងគាត់គិតថាមនុស្សប៉ុន្តែនៅពេលដែលឃើញអណ្ដែតមកដឹងច្បាស់ថាជាខ្មោចហើយប៉ុន្តែគាត់រត់ទេគាត់ស្រែកសួរថាអ្នកឯងណាគេមករកខ្ញុំទៅអីមកចង់ធ្វើអីខ្ញុំអញ្ចឹងណាគាត់ស្រែកមុនពេលដែលគេមកដល់នៅពេលដែលគាត់ស្រែកអញ្ចឹងបងប្អូនហើយគេក៏ស្រាប់តែប្រែផ្លាស់ប្ដូររូបរាងគេពីរូបរាងធម្មតាហ្នឹងទៅជាមុខដែលខៀវបងប្អូនទៅជាមុខដែលខៀវហើយ
ตบงเคยมีนเชิงเราเพได้ปลายมุกเขียวนั่นก็บัดเชิงอ๋อได้ก็อดมีนได้บงปนเอาไว้ได้เคยนั่นคือจะสมเด็จบุญแปะได้เก็บแปะสมเด็จแปะโซโดยยุโรปนั่นก็เวียระไซระไซชาได้ขบาเกนั่นคือห่อเมาเราไปได้กดเคยจังบงปนให้กดกโยดองไรได้กดลีตกลีตักนั่งอ่ะตีดองไรมันไวคนดับพังมันดูสดดับพังคนดับพังแต่ปนนั่งก็ลีบัดเลยให้กดกระทาอ๋อพายเจอลีบัดเฮ้ยปันได้เมียนนะบงปนให้ก็สลับตะเปนูกดลือสมเด็จรถนั่นเลยเตะบงปนหน่อยปุ้ง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 กูรถปิ้งตะลุบเตะบกวดให้ซ้อมหนึ่งเตะบกวดเตะกระดาของหนูจังตัวก็ลือสมเด็จเปเดลือสมเด็จนั่งถวยกวดนั่งเพย์เหม็นแทนสลับตะเปนูบงปนให้ก็สลับตะลือสมเด็จเนี่ยด้วยมันนึกบองไอ้จงปลานั่นเลยแต่หนึ่งถั่วกวดนั่งคือรำทดนะบองปนก็ถ้ามีเรื่องไอ้กาดล่างก็สลับตะเปนังบองปนให้ดาวปลาเมฆปลาใบสาขานั่งเบียโตตุนเหมาโตตุนมาเลยตะโบแต่บอกวดสลับตะเปนูคือกวดบ้านเคยมันนึกใส่ให้น้องมันนึกโปรแม้แต่เจ้คือจราอนน้องคนนี้วีปีตะโบนั่งล้างตื้อดาวปลาบอกวดนั่งตองตามจงปะนะบางคนวีแต่นเปได้กดคืนจังบองปนไหนถั่วกดนั่นคือรุ่นทดคลางเมนแดนแต่แหละดองไรแต่แหละทงตักบ้านรุดนเปได้กดรถบองปนก็ท่าอาเปได้เหรอปนกดเนื้อนั่งเมย์เวียนทั้งไงนะพลือติดปัญหานเปได้ปนกดตักบ้านให้เกจับดาวมาลงปลายกดนี่ก็สลับตายเมย์นั่นคือหลังเงินช่างบองปนปนลือแปรตัดได้แร่มารำนั่นคือบัดเฮยยังกูกดรถโจตขนมพุ่มนเปได้กดรถโจตดอแล้วขนมพุ่มยังตดอเตะปุกขมิบกวดตดแต่ปุกขมิบกวดก็รถโจตึงปุกขมิบกวดนั่นก็ปุ้งตั้งกุยจุบอะไรยังตั้งมาได้บกก็ปุ้งเถื่อนหุบปุกก็กระสู้ทางการิเก้คนไหนคนไหนการิเก้บานชี้เทียบต่อหอบมาตั้งบลมจังกวดในใหญ่เรื่องนั้นแต่พระปุกบกวดเป็นนั่งปุกบกวดท่าอ๋ออันสองสายอันท่าลงปลายกดไอ้ลงปลายเมนเป็นนั่งก็สู้ตัวปุกบอกว่าท่าไม่ก็ปุกดังปุกบอกว่าgìท่าปุกผลิตปรับตามบัตรเตอร์หนึ่งดามนั่งมีกินเนอcòn làท่าเกนั่งโดยแต่จะคลาบปุกตีพายชีเกชงอท่าคนไอ้นั่งมอปีนามันหนึ่งให้ปลัวเปย์แต่คนไอ้ปุกไอ้คนไอ้แต่หนึ่งนั่งปุกท่าแต่เดียบจำใหญ่ปรับเกสานปรับเกได้บันไดปุกนั่งวิจัยผลิตจังพายชีเกเคยจำไหลเมาบันชีเกเมาโลเล่như còn lồngปลายคนไอ้จังไตเปนูกอดก็สมมาปุกบกอดนั้นต่อถูกปรับเกยจังนะกอดได้มาอยู่มือปุกบกอดได้มันดอปุกบกอดก็ถูกท่ากลมมาลงปลาจะโกนอันไอ้เว้ยโกนอันเวียอันนี้กลมภาษาอันเวียมันหนึ่งไอ้กลมลงปลาไอ้เวียตกเวียโดยจะขโมยจะไอ้ตื้อใหญ่จังบงบนก็ท่ากรอนต่อปุกก่อนใหญ่จังดาวปอลน้องไปจับดาวกิ้งเกลือบงบนวิเลขณะท่าวิอดมีชอลเต้บันไดเวียงเกลือกูช่วยดำนะมาสตุกสงัดเลยมาสตุกสงัดก็ปกติเก็บโปรมหายเก็บโปรมมันไอเตนเลยตื่นจังเตอบ้านจีกอดนี่เห็นเลยปันท้ายก็ทานตะบงก็ดึงตะคลายแต่บปนก่อนนั่นก็ได้อาจจะเห็นเลยได้นั่งปันท้ายดอกทานเลยเตอร์วันมีเคยไอยูเตอร์กันได้ยูเตอร์วิเลมีเคยไอกอดก็ชุบคล้ายชุบไอเตอร์ปันท้ายมาดอสมัยเลยนั่นก็ทานดำเปิลนั่นคือเวียแฉกติดที่ย่อหายก็ถ้ามันดังเอาไม่ได้ก็ถ้าอัดดังแต่วิชัยปิงกาหน้าเป็นลำล้างโดยทางหยบนั่งเพลียงจังเตอก็กอดนั่งเกยธรรมดาจังนั้นดอกเป็นลำล้างกระเราหม้อเคยดำเปิลนั่งแช่ฮอลลิงไม่ได้ก็เคยเพลิงไอ้ก่อนแต่เคยเบือกเข้ามาอุ้ยเนี่ยนะวิชัยหายจังนะจังไปถวยกอดนั่งชงอยมันแต่มันพูดภาษาจีนเตะบ้านกูนะแต่วิลือสำเร็จมันแต่ก็มีลือไอ้ต่างให้เป็นลำล้างกระเราหม้อเคยดำเปิลแช่เลยจังอันนี้จีเรื่องร้ายได้ละบางเรื่องก่อนใหญ่ปราบเปะปอนจมูกหนึ่งแต่ได้ปุกขมิบก่อนมาได้ขมิบก่อนก็ตันเนยจมูกปุนนั่นนะให้มันนึกสมานดาคลายหรือก็มาเรียระบอบปุกก่อนนั่งจีปุออกนั่งในรูนั่งดำเปิลนั่งได้จังไงนี่คืออย่างจูนใส่เรื่องปันนั่งบอมโปนอโกลเมนแทนให้จอบใส่เรื่องให้คือเตยทั่วกางีประตูติดจังคืออัตมเนตีบรรดาถูกใบเจริญวัวอย่างน่าอ้อยแต่เฉลี่ยบ้านคือเฉลี่ยในเทียนจูนบอมโปนยังสลับให้พี่บรัวมีบอมโปนยังชานมาชราแต่ไม่น้อยบัดใบบนทั้งไงสกัดดำนังโซนชังแต่ภาษายมชื้อบอมโปนยมเนื้อแต่อาจพอในขนมเพย์มาในจังยมพบปรับบอมโปนในจังไม่ได้
ដោយសារតែរវល់ពេកនិយាយទៅគឺមកនោះគឺការងារបុកមកច្រើនអញ្ចឹងទៅក៏យើងវាដកឃ្លាតរួចគិតថាចាំពេលតែនេះគឺ record សាច់រឿងនិយាយយកតែម្ដងអញ្ចឹងណាហើយមួយទៀតពាក់ព័ន្ធនឹងសំឡេងខ្ញុំនៅពេលដែលខ្ញុំព្យាយាមតម្លើងសំឡេងវាគឺលឺខ្លាំងពេកខ្ញុំកម្រនឹងចូលស្ដាប់រឿងខ្លួនឯងបងប្អូនមានអារម្មណ៍ថាអៀនសំឡេងខ្លួនឯងប៉ុន្តែថ្ងៃមុនហ្នឹងគឺស្ដាប់ដាក់ការស្ដាប់សំឡេងខ្លួនឯងមានអារម្មណ៍ថាសំឡេងវាលឺគីឡូខ្លាំងមែនតើលឺខ្លាំងវាលឺខុសប្រកបដីលក្ខណៈថាបងប្អូនយើងដាក់សំឡេងអញ្ចឹងទៅថាសំឡេងយើងប៉ុណ្ណឹងយើងបើកវាកប់ទៅវាទៅជាលឺរ៉ែអញ្ចឹងទៅខ្ញុំគិតថាពីថ្ងៃនេះទៅខ្ញុំលេងតម្លើងសំឡេងទៀតហើយអញ្ចឹងបងប្អូនណាស្ដាប់បានក៏អូខេបងប្អូនណាស្ដាប់បានក៏មិនដឹងធ្វើមិនដែរបងប្អូនដោយសារថាខ្ញុំស្ដាប់ខ្លួនឯងព្រមមានអារម្មណ៍ថាសំឡេងនៅពេលដែលខ្ញុំ record វាផ្សេងហើយនៅពេលដែលស្ដាប់វាផ្សេងដោយសារតែយើងតម្លើងខ្លាំងពេកជាធ្វើឲ្យសំឡេងវាទៅជារ៉ែទៅជាអីស្ដាប់ទៅខ្ញុំស្ដាប់រឿងខ្លួនឯងស្ដាប់បានកន្លះរឿងជឿក្បាលដោយសារសំឡេងលឺខ្លាំងពេកលឺខ្លាំងពេកហើយខ្ញុំនៅតែឆ្ងល់ថាបងប្អូនខ្លះថាមិនក៏លឺមិនក៏លឺទាំងតែសំឡេងនៅពេលខ្ញុំស្ដាប់ខ្លួនឯងគឺវាលឺខ្លាំងមែនតើអញ្ចឹងគឺអរគុណបងប្អូនមែនតើសម្រាប់ការបានស្ដាប់ពីដើមរហូតដល់ចប់អរគុណសម្រាប់ការស្រឡាញ់គាំទ្រអរគុណសម្រាប់ការ like ការ share ការ comment ក៏ដូចជាការជួយ subscribe ហើយមួយវិញទៀតហ្នឹងក៏អរគុណដល់បងប្អូនដែលតែងតែឧបត្ថម្ភថវិកាមកកាន់លោកខ្ញុំបាទបងប្អូនដែលផ្ញើជារបស់របរផ្សេងៗមកឲ្យលោកខ្ញុំមានបងប្អូនគាត់ដឹងថាខ្ញុំធ្វើផ្ទះអញ្ចឹងទៅគាត់ផ្ញើជាអាហារផ្សេងៗអញ្ចឹងទៅគឺអរគុណមែនតើអញ្ចឹងជាចុងក្រោយក៏សូមជូនពរបងប្អូនអរគ្នាជួបតែសំណាងល្អសុខភាពល្អរកទទួលទានមានបានរកមនោបថាអ្វីគ្រប់បែបយ៉ាងក៏សូមឲ្យសម្រេចតាមការប៉ងបថារៀងៗខ្លួនរាល់ការធ្វើដំណើរមិនថាបងប្អូនទៅទីចិត្តឬក៏ទីឆ្ងាយទេក៏សូមជួបតែសុខសុវត្ថិភាពទៅមកជួបតែអ្នកដែលគេស្រឡាញ់រាប់អានជួបតែអ្នកដែលគេជួយយកអាសាចំពីខ្ញុំបាទឆ្នៃកុំខ្លាចយើងសន្យាថានឹងជួបគ្នាថ្ងៃស្អែកថ្ងៃច័ន្ទតាមពេលវេលានឹងមិនដែរជម្រាបលា